ងរបស់យើងត្រូវចាប់ផ្ដើមឡើងនៅជាស្ថានវិទ្យាសាស្ត្រស្រាវជ្រាវមកកន្លែងនៅពេលនេះគេគឺបានយកមនុស្ស4នាក់មកធ្វើតេស្តផ្លូវចិត្តតាក់ទងនឹងរឿងអំពើហិង្សាព្រោះថាមនុស្សទាំងអស់នេះគឺត្រូវបានដាក់ឈីបចូលពួកគេគឺមានសមត្ថភាពខ្លាំងពូកែខ្លាំងមែនទែនតែចិត្តកំណត់របស់ពួកគេមិនដូចមនុស្សទូទៅទេទើបគេនឹងយកមកធ្វើតេស្តតាក់ទងនឹងរឿងអំពើហិង្សាចង់ដឹងថាមនុស្សទាំងនេះអាចគ្រប់គ្រងផ្លូវចិត្តរបស់ខ្លួនឯងបានអត់ជាស្ថានក៏បានលើកជាឧទាហរណ៍បើសិនបើជាមានមនុស្សម្នាក់ដែលមកបោកអ្នកទាំង4នាក់នឹងហើយបន្ទាប់មកគេក៏សុំទោសតែអ្នកទាំងអស់គ្នានឹងមានប្រតិកម្មយ៉ាងម៉េចទៅកាន់ពួកគេបរិម្នាក់ក៏ប្រាប់ទៅកាត់ជើងពួកគេចោលឯមនុស្សម្នាក់ទៀតក៏ប្រាប់ថាខ្វេះភ្នែកចេញឯនារីពាក់អាក្រមនេះវិញក៏ប្រាប់ទៅថាគេនឹងកាត់មនុស្សម្នាក់នឹងជាបំណែកវាទៅជាអញ្ចឹងណាចំណែកអតយស្រីរបស់យើងដែលមានឈ្មោះថាសាវយូនេះគាត់ក៏ប្រាប់ទៅថាមិនអីទេហើយក៏ដាច់ចេញទៅឃើញអត់បុគ្គលិកវិទ្យាស្ថានហ្នឹងក៏គិតថាពួកគេគឺមានបញ្ញាដូចមនុស្សប៉ុន្តែមានណាអតយស្រីក៏ប្រាប់ថែមទៀតថានឹងដុតពួកគេទាំងរស់តែម្ដងចុងក្រោយហ្នឹងការពិសោធន៍ឃើញថាទទួលបានបរាជ័យអ្នកទាំង4នាក់ហ្នឹងមិនអាចមានការគិតដូចមនុស្សទូទៅបានទេរឿងក៏បានកាត់ទៅដល់មួយខែក្រោយទៀតតែម្ដងនៅពេលនេះក៏ឃើញតើប្រុសរបស់យើងដែលមានឈ្មោះថាមីងឡុងហ្នឹងឯងគាត់កំពុងតែដាក់ឈីបទៅឲ្យតើស្រីយើងបន្ទាប់ពីដាក់យ៉ាងយកចិត្តទុកដាក់ហើយឃើញថាពេលនេះគឺបានសម្រេចហើយរាឯអ្នកដែលត្រូវបានគេដាក់នេះរអ៊ូពីមាត់ទេថាពិតជាឈឺខ្លាំងមែនតើវាអាចសម្លាប់គាត់បានណាបន្ទាប់ពីរអ៊ូរួចគាត់ក៏សួរពីហេតុផលហេតុអ្វីបានជាបញ្ជូនគាត់មកពិភពមនុស្សអញ្ចឹងគាត់មិនចូលចិត្តទេគាត់អាចជួយចិត្តតែការវាយការបាញ់ទេតែតើព្រៀងក៏ប្រាប់ទៅថាលើកនេះគាត់គឺចង់ឲ្យតើស្រីយើងមកពិភពមនុស្សពិតមិនទទួលបានបទពិសោធន៍មើលទៅឲ្យដូចមនុស្សធម្មតាណែហើយគេឡើងមនុស្សខ្ជូតគួរឲ្យស្រឡាញ់នេះថាគេមិនដូចមនុស្សត្រង់ណាពូយល់ហើយគាត់ក៏ឲ្យតើស្រីយើងក៏បន្ថយការញ៉ាំដែរតើស្រីយើងក៏សួរថាបញ្ហាទាំងអស់ហ្នឹងយ៉ាងម៉េចតើអាចញ៉ាំបានដែរអត់ណែសួរមកឡើងដូចមនុស្សមែនណាអញ្ចឹងតើបានគេបញ្ជូនមកយើងនេះស្ដាប់លើហើយចាំទៅហួចចិត្តទេគាត់ក៏ប្រាប់ទៅថាមែនទេធ្វើយ៉ាងម៉េចគឺត្រូវកាត់បន្ថយអំពើហិង្សាយ៉ាងម៉េចមុនហ្នឹងកន្លែងឋានលោកធ្វើខ្ញុំឈឺប៉ុន្តែខ្ញុំមិនទាំងម៉ៃលោកផងហ្នឹងដល់និយាយឲ្យតាមមាត់បបាច់ពេកទៅគាត់មិនដឹងបញ្យល់យ៉ាងម៉េចទេគាត់ក៏ប្រាប់ទៅថាការប្រាពាកហ្នឹងវាគឺមានគ្រោះថ្នាក់ណាស់មិននិយាយឲ្យទៅរួចពីមាត់ទេត្រូវមានការគិតឥឡូវនេះមិនបាច់និយាយច្រើនទេស្ដាប់នៅអ្វីដែលគាត់ប្រាប់ទៅបន្ទាប់ពីអ្នកទាំងពីរចុះពីលើឡានហើយតើប្រយើងក៏និយាយប្រាប់អំពីជីវប្រវត្តិគ្រួសាររបស់តើស្រីយើងរាល់ថ្ងៃគឺគាត់មានឪពុកម្នាក់បងប្អូន4នាក់និងម្ដាយចុងឬតែម្ដាយចុងតើស្រីក៏រកម្ដាយបង្កើតតែព្រៀងក៏ប្រាប់ទៅតែម្ដាយបង្កើតនឹងគឺស្លាប់នៅពេលដែលបង្កើតតើស្រីយើងបាត់ទៅហើយចំណុចនេះហើយដែលធ្វើឲ្យឪពុកនិងបងប្រុសរបស់តើស្រីយើងស្អប់គាត់ខ្លាំងដោយសារតែពួកគេគិតថាតើស្រីយើងនឹងហើយដែលជាមូលហេតុម្ដាយចុងនិងប្អូនស្រីចុងវិញនឹងរត់ទៅស្អប់តើស្រីយើងខ្លាំងទៀតពួកគេតែងតែធ្វើបាបនឹងប៊ូលូតើស្រីយើងជីណេកសរុបមកតើស្រីយើងត្រូវធ្វើយ៉ាងម៉េចកុំឲ្យគេប៊ូលីកើតតើស្រីក៏ប្រាប់ទៅថាធ្វើម៉េចបើគេនឹងមិនដែររស់នៅហើយមិនដឹងថាពួកគេនឹងយ៉ាងម៉េចផងហ្នឹងគាត់ក៏សុំគិតលឺខ្លះទៅតើព្រៀងក៏ប្រាប់ស្រួលទេអ្វីដែលសំខាន់តើស្រីគឺត្រូវយកអ្វីដែលជារបស់គាត់មកវិញហើយចាត់ការមនុស្សដែលធ្វើបាបគាត់ឲ្យអស់អូខេទទួលបញ្ជាបន្តមកទៀតនៅពេលនេះឃើញតើស្រីក៏បានចូលមកដល់គ្រួសារហ្វុងហើយតើពីដើរបណ្ដើមើលផ្ទះបណ្ដើមកដល់មុខទ្វារផ្ទះភ្លាមក៏ត្រូវបានម្ដាយចុងនេះរត់មកទទួលគាត់ក៏ប្រាប់ទៅថាទីបំផុតតើស្រីមកត្រឡប់មកវិញហើយគាត់ពិតជាស្វាចិត្តខ្លាំងមែនទែនក្រកយកដៃប៉ះតើស្រីយើងតែគាត់មិនឲ្យប៉ះទេម្ដាយចុងនេះក៏ប្រាប់ទៅថាប្រហែលឆ្នាំមុននេះគាត់ពិតជាបារម្ភជាមួយនឹងតើស្រីខ្លាំងហើយគ្រប់គ្នាក៏សប្បាយចិត្តដែរដែលឃើញតើស្រីវិលត្រឡប់មកដល់ងាកទៅនឹងមិនគ្រប់គ្នារមនឹងម្នាក់មិនឃើញផងហ្នឹងដល់ចូលទៅចង់កៀងដែរហ្នឹងប៉ុន្តែគាត់ក៏ស្រែកហៅកូនស្រីឲ្យមកស្វាគមន៍បងស្រីអាស្រីវ័យយើងនេះមិនធម្មតាទេហាមាត់មកភ្លាមក៏និយាយពាក្យតងនឹងច្បាប់ទម្លាប់បដ ாய் ក៏ប្រាប់តើស្រីយើងទៅថាចាប់ពីថ្ងៃហ្នឹងតទៅគឺត្រូវតែហៅគេហ្នឹងថាអ្នកនាងវ័យមិនថានៅខាងក្រៅឬក៏នៅក្នុងផ្ទះទេហាមដាច់ខាត់គឺមិនឲ្យនិយាយពីទំនាក់ទំនងរបស់ពួកគេជាបងប្អូនទេទាំងអស់នេះអញយល់ហើយនៅចេញរឹកមកឡើងលយម៉ែគេនេះក៏ប៉ិនសម្ដែងទៀតវ័យមិនបានជាអញនិយាយអញ្ចឹងដាក់បងស្រីកូនអូយគេថាស្លឹកឈើជ្រុំឆ្ងាយពីគល់ដូចចាស់និយាយមែនគ្នានិយាយតើស្រីយើងហ្នឹងគាត់មិនខ្វល់ទេប៉ុន្តែនៅពេលហ្នឹងយាយប៉ែតហ្នឹងក៏ប្រាប់ទៅថាសាយូកុំប្រកាន់អីដោយសារតែប្អូនស្រីឯងនៅក្មេងចេះតែនិយាយប្រេះប្រាស់ទេយកទុកក្នុងចិត្តអីតើស្រីក៏ប្រាប់ទៅអូខេតែក្នុងចិត្តរបស់យាយប៉ែតហ្នឹងមិនសាហាវពពលជាងកូន1លានដងទៅទៀតគេហ្នឹងក៏មានកម្រងចង់សម្លាប់តើស្រីយើងដែរទៅថ្ងៃអនាគតរីឯម្ចាស់ស្មីខ្លួនណែវិញហ្នឹងដើរមករាវធាក់អីម៉ាំងម្ចាស់ហ្នឹងក៏ស្រែកចាច់អញថាហើយថាតើស្រីយើងក៏ប្រាប់ទៅថាគាត់មិនយកទុកក្នុងចិត្តទេព្រោះថាគាត់សងសឹកវិញភ្លាមយ៉ាងម៉េចដែរ
ไว้បន្ទាប់ពីត្រូវបានតួឯកស្រីយើងធ្វើបាបហើយគេបច្ចេកខឹងខ្លាំងមែនទែនហើយក៏បានគំរាមទៅកាន់តួឯកស្រីយើងគេនឹងយករឿងទាំងអស់ទៅប្រាប់ឪពុកគេឲ្យដេញតួឯកស្រីយើងចេញពីផ្ទះតែរបស់វៃវិញក៏មិនស្ងៀមដែរក៏បានស្ដីបន្ទោសទៅកាន់សើយូដូចគ្នាមិនបានជិះធ្វើបាបអូនដល់ថ្នាក់ហ្នឹងតែតួឯកស្រីក៏ប្រាប់ទៅក៏មិនបានធ្វើបាបអ្នកណាទេក៏គ្រាន់តែធាក់ឯងតើអ្នកខ្លះទៅដាក់ជើងក្លែងនឹងធ្វើអីវៃដល់លឿនចាស់ទៅនឹងក៏រត់ទៅខឹងខ្លាំងថែមទៀតក៏ចង់មកដេញតួឯកស្រីយើងចេញពីផ្ទះតែកញ្ញាមុខរត់យើងនេះមិនស្រួលដេញចេញទេណាក៏សួរទៅឯងជាពីណាម៉េចឯងចង់យើងចេញតាមឯងមែនកំឡុងពេលដែលប្រកែកគ្នានឹងក៏ស្រាប់តែសម្លេងនឹងរំខានដល់បងប្រុសធំគេអ្វីណាគ្រាន់តែឃើញនឹងក៏និយាយថាតែប៉ុណ្ណេះដឹងទៅចប់ឯនឹងព្រោះថាបងធំគេនឹងស្អប់តើស្រៀងខ្លាំងណាគេក៏បានទូពិតថាតើស្រៀងធ្វើឲ្យជើងគេជឿអីចឹងណាបងប្រុសធំរបស់គេនឹងគ្រាន់តែលឺឈ្មោះរបស់តើស្រីហើយធ្វើគេពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនដល់មកដល់នឹងក៏ច្រាប់ទៅអោបតើស្រីយើងឡើងក្រឹបអញមិនចេះវិញពេលអ្នកម៉ែកូននេះភ្ញាក់ឡើងប្រត់ដូចគេផ្ទះម្នាក់មកកភ្លៀងចឹងតែកន្លងមកបងប្រុសធំគេតែងតែស្អប់តើស្រីយើងអ្វីដែលភ្ញាក់ផ្អើលជាងនោះទៀតអន្តិតនេះមិនត្រឹមតែមិនស្អប់ទេបែរជាចង់កាពារទៀតក៏សួរឋានៈគេប៊ូលូតើស្រីយើងប្រាប់គាត់មកគាត់នឹងចាត់ការឲ្យអាយ៉ាអាម៉េចវិញគេចង់បានអីចេះតែគាត់នឹងក៏បានអរគុណទៅកាន់បងប្រុសធំនឹងក៏ប្រាប់ទៅថាលើបងស្រីមកពីឆ្ងាយហត់អីតែចាំបងជូនទៅសម្រាប់ប្អូននៅនោះលឺហើយអត់ទទួលយកបានតែជើងគេឈឺចង់ឲ្យបងគេជូនទៅទីប៉ាតែបងគេក៏បដិសេធម្ចាស់នឹងក៏សួរថាមិនបានធ្វើអញ្ចឹងអន្តនេះក៏សួរទៅថាឯងជាប្អូនយើងពីងកាក៏ជឿថាយើងបងទៀតនិយាយរួចក្នុងគ្នាដែរចេញទៅបាត់ឲ្យស្លាអមិនចេះម៉ាក់មានរឿងអីមិនបានជាបងប្រុសលើទៅជួយគេវិញអញ្ចឹងម្ដាយនេះក៏បានលងកូនទៅថាមិនអីទេបើបងប្រុសគេនឹងមិនព្រមជួយនៅមានប៉ះឯងទៀតតាតែគាត់ឃើញនឹងបើគាត់ជិះដេញនឹងចេះជាមិនខានគេគិតថាគេណាម៉ែកូនគេនឹងក្លែកមកមើលអ្នកទាំងពីរនេះវិញបន្ទាប់ពីចូលមកដល់ក្នុងបន្ទប់បងគេនឹងក៏សួរបងស្រីថាបន្ទប់នេះមិនដែរឯងពេញចិត្តដែរអត់នេះមានតែចាប់អារម្មណ៍រឿងបន្ទប់ឯណាដោយសារតែឃើញមនុស្សប្លែកពេកក៏សួរថាគេចង់បានអីបងគេមិនយល់ទេតែស្រីយើងនិយាយមានន័យថាម៉េចក្រែងលោកក៏ស្អប់ខ្ញុំអីប្រធមលើសំណុំឡើងហើយឡើងអស់សំណើចគាត់អាចយកដៃចង់ទៅលេងចំអល់តែស្រីយើងងាកចេញងាក៏ប្រាប់ទៅឯងជាបងស្រីរបស់យើងឲ្យយើងស្អប់ឯងបានយ៉ាងម៉េចតែស្រីយើងក៏និយាយថាក្លែងពីមុនក្លែងបងស្អប់ខ្ញុំខ្លាំងអីហើយក៏ចង់ឲ្យខ្ញុំមកចេញពីផ្ទះនេះមិនបានជាលើសុកមកធ្វើបែបហ្នឹងវាខុសឆ្លាស់ដាច់ពីមុនអញ្ចឹងណាឃើញតែបងស្រីនេះយល់ច្រឡំលើខ្លួនបងប្រុសក៏បកស្រាយប្រាប់ទៅថាពីមុនគាត់តែមានអាយុ8ឆ្នាំនៅក្មេងពេកទៅមិនអាចការពារតើស្រីយើងបានទៅជាមូលហេតុដែលម្ដាលឲ្យគេនឹងអាចចាប់តើស្រីយើងទៅគ្រប់យ៉ាងជីកមកគាត់តែស្រីយើងអាចលើកលែងទោសឲ្យគាត់បានដែរអត់បន្ទាប់ពីស្ដាប់សម្ដីរបស់បងប្រុសរួចតែស្រីយើងឃើញនៅពាក្យសម្ដីរបស់មេងឡុងនឹងបានផ្ដាំប្រធមរបស់តើស្រីយើងគឺមាន IQ ខ្ពស់ខ្លាំងណាស់ខ្លះតែតើស្រីយើងនឹងមិនអាចប្រៀបទៅមួយគេបានទេបន្ទាប់ពីសម័យហើយតើស្រីយើងក៏មិនហ៊ានធ្វើដែរគាត់ក៏ប្រាប់ទៅថាមិនបាច់ចាំនិយាយទេរឿងអតីតដែលកន្លងហួសហើយតែក្នុងចិត្តរបស់គាត់នឹងក៏គាត់ថាតែគាត់បំពេញការងាររួចគាត់នឹងអាចវិលត្រឡប់ទៅវិញហើយបងប្រុសនោះក៏ប្រាប់ប្អូនថាមិនអីទេមកយ៉ានេះប្រហែលជាគាត់លពលហើយប៉ុន្តែចាំពេលដល់ប៉ាត្រឡប់មកវិញគាត់នឹងខលបងប្រុសប្រមាណអ្នកទៀតមកជប់លៀងញ៉ាំអីជុំគ្នាដើម្បីស្វាគមន៍តើស្រីយើងគាត់លៀកលឺហើយក៏ប្រាប់ទៅថាមិនអីទេតាមទៅបងគេទៅឥឡូវគាត់ហត់ហើយគាត់ចង់សម្រាប់បងប្រុសក៏មានរំខានដែរគាត់ក៏ចេញទៅរឿងក៏បានកាត់ឲ្យឃើញខាងមីងឡុងឯនោះវិញកំពុងតែអង្គុយធ្វើការកសាប់ទៅទូរស័ព្ទនេះរលឡើងហើយគ្មានអ្នកណាគេទេគឺកញ្ញាមុខរឹងរបស់យើងនឹងឯងខលទៅប្រូនេះរៀបអារម្មណ៍ដែរក៏សួរតែគេប៊ូលូមែនក៏ស្រាប់តែតើស្រីក៏ប្រាប់ថាគ្មានទេគេនៅទីនេះធុញណាមិនមកយកគេត្រឡប់ទៅវិញទៅគេមិនចេះនៅទេតែតើប្រយើងមិនទៅឲ្យទៅងាយគាត់ក៏ប្រាប់ថាបើធុញមិនទេចាំគាត់ឲ្យការងារមួយធ្វើអ្នកខាងនេះឡើងសប្បាយចិត្តគាត់ក៏ប្រាប់ថាថ្ងៃស្អែកមានការគូសគំនូបែបបុរាណឲ្យតើស្រីទៅគូសដើម្បីដាក់ដេញថ្លៃណាមានតែបដិសេធអីញញឹមទទួលយកទាំងរីរាយហ្នឹងហើយរាល់ថ្ងៃស្អែកឡើងពេលនេះឃើញថាបងប្រុសធំរបស់គេគឺបានខលហៅប៉ាប៉ុន្តែប៉ាគេក៏បដិសេធក៏ប្រាប់ថាថ្ងៃនេះគាត់គឺមានការដាក់តាំងពីពណ៌សំខាន់មិនអាចមកបានទេធ្វើបងប្រុសធំគេនេះឡើងហួសចិត្តមិនដឹកស្មានថាគាត់បែរជាយកការងារសំខាន់ជាកូនទៅវិញជួយគេលេមកមើលមនុស្សដែលគេមិនសូវយកចិត្តទុកដាក់ណែដើរចេញមកនឹងបងប្រុសក៏សួរថាទៅណាតើស្រីក៏ប្រាប់ថាក្រៅបែរជាយកមិនមកវិញទេតែបងគេនឹងក៏និយាយក្រែងពួកយើងសន្យាគ្នាថាតែញ៉ាំអីជុំគ្នាអីបែបហ្នឹងតើស្រីក៏សួររកគ្រប់គ្នាតែម្ដងបងប្រុសធំគេក៏ឆ្លើយតាំងទឹកមុខស្ងួតស្ងាត់ថាប៉ាគេរវល់ហើយមិនបានមកទេចុះចំណែកបងផ្សេងទៀតបងគេនេះក៏ទាញទូរស័ព្ទមកក៏ប្រាប់ទៅចាំបងខលទៅរកពួកគេមានអ្នកណាគាត់តែខលទៅបងទី2គេភ្លាមគេក៏បដិសេធផ្លែថាយប់នេះគឺមានការវះកាត់មិនទៅទេរីឯបង3គេនោះវិញក៏ប្រាប់ទៅថាមានការប្រកួតរត់តែមិនអាចទៅទៀតរវល់ខ្លាំងអញចុះនៅមួយទៀតនោះរធំនេះចាប់ផ្ដើមមានអារម្មណ៍មិនស្ងប់អីដូចជាត្រូវបានប្អូនស្រីបោកប្រាំអីទេមានអីដល់ពេលខលទៅនឹងប្អូនទី4ក៏ប្រាប់គេដឹងណាថាបងចង់និយាយអីគេមិនអាចទៅបានទេណែបងបាច់សំដាយទេក្រែងបងនឹងស្អប់ប្អូនស្រីសឹងអីអញញ
vậy ấy bật phập cũng sập kê mà ấy tê lời nữa ạ bật cốc kia mà hay nhưng mà tới chẳng nghĩa đã ban tí nia bằng pro thông kê cái số tại tới mùi na tới mùi mất rồi cái na tại riêng gặp rap tới song sá hay mà tới ba hai chiếc gang khi mình cha tê ban ôn mà đo nia một con lằng nhầm nhầm thôi tới riêng là cho lại cái số tại ta cũng sai chi nữa thấy ấy ban tới riêng bài chân mẹ sẽ ta có đặt bài móc lòng ta kia cái ta muốn thôi còn nữa chập làm phe cái số ta chẳng thấy ấy khmeng này cái sắp ta xong pro cha thôi chỉ song sá long bắt đầu bị tới ban khmeng tôi xong thôi chỉ song sá còn nữa riêng gangมันตีได้กระทำเนี่ยดังฉลาดแม่นกรอยก็ได้กระปะได้ใส่ฝอยเขมรจะมาตัวเนี่ยเงามารำไปขันจังตอนงะเสียโอยังกระปรับทาลันเจจ้อบาสันจะต่อยเสียงมันไอ้บำเป็นการเงียบานเต้จำเกณฑ์งะประจุเนี่ยเติมไปยิงก็ตกไปเลยใบค่าตัวเนี่ยก็ต่อว่าธรรมคายบานให้เสียโอยังมีต่อยจันจัดนะกระปรับตะปีค่ายอเตมวยบัทำบรมเต้ใบตลับตะเวนเต้ยอดพร้อมตามนังปตากมือตึกบงยี่ไปทักขังเสียยังอายตแมนแต่ไหนสำคัญก็ตรัสสมรการเงียบานเตอร์ในยัยรวยก็น้อมกันเนี่ยตะไกลเนี่ยตั้งปีปอโอ้โหก่อนตามมาดอก็เตอบ้านเนี่ยนาทีนึงอันจิบทัศวากรมกว่ากลางมาแต่ในสัตว์ต่อยเปลี่ยนจิบยู VIP นับเป็นด้านเนี่ยตั้งเอาคะแนนราโจขนมพอดก็สลับแต่บางปลาบาต่อยเสียงหมักดอลก็เรียงแกงมันติดได้ปากกระสุนตะตะกัดไอ้มนนังก็ด้วยเคยสายอยู่กลางตะลือกับปฏิเสธเพลียมๆแต่มาดองตะไกลโนจิกลาย VIP ไม่นังอาต่อยเสียงตะไกลนังบ้านก็จะไปจะลำให้จังมันยังอายแต่ทับโอนก็จะตะโจกลายยังบ้านเนาะเราเป็นยังไงนะตั้งปีก็ได้จังเต๋อเนี่ยมาเมื่อขมิ้นจะมาตัวยังอันเดเวงกระบองตรึสกอกรอบานานเนาะสิโอเคยให้ละหัวจัดก็จะเคยทำมันจองสบายเฉิงก็จะจองเอาเต๋อเนี่ยคลานังอัปตะปีเรือรวยกระดาษจงหมดพล็อกสิโอจองให้นังก็จะได้เอาแน่ไม่บ้านจะโจจัดอะมันจองสายสบายเฉิงจังแต่สิเรียกกับปรับเต๋อถ้ามีนะปัตตาโดยสารต่อยเปรี้ยงเนื้อตลบจองแก้ตะเกียมันจ้องโอ้โหมันเนี่ยแอบไม่ลองมันตรำแต่ยังมาบอกขมิ้นจะมาตัวยังนางไงพลิมโนอัมปรอกระโจมาดอกับปรับทำมันติดก็ดอไปจับปรามคำทีให้แต่สิเรียงกันใหญ่ยังมันสลายสกอกว่าได้ยามให้ไอ้โอเนี่ยกระสมธรรมะตกกว่าเราหนักเจ้าให้กระซับตันนักเขินอะไรเจ้าจ้อระบอตักเจ้าจ้อสลายนะกระซับตันตีนตัวประยุกต์มากนึงก็พลิกดัสกอร์ตั้งแต่จอมหมดเกตมองเฮ้ต้องเวอร์ไว้เนี่ยนี่บานกระหัตขมิ้นมันดังไอแม่ยังมันตรำตะแกงเต็กมีจะมาตัวกับปรับเตอร์แต่ปะปนแหกก่อนเลยสบายไอ้ห้ากำเพลงยำอากอดพ้องเกรุ่ยนางก็ได้จังแต่บัดตกอาเซียเยอะนี่รกตะปะโทเตกัดมาดอกขนมกำปะทีเนี่ยเวงกรุบคณีนางคือบานหมกดอลเลยปุกเกคือลือท่าลกรูยิงยางนางคือจีเนี่ยดักกูดำเนินสมัติพีปุกเกคือจำแต่ดันพลายยกเตมูลหัดโดยสารตะกากูระบอกเกนางคือพลายคอปเกคลังแมนเต้นจำเมื่อเนี่ยนาเกมินลอยเนี่ยนางประกอบจิบบานนากับปรับปาเกเตอร์ทำมันติดกรรมที่กิจปาไหมจำเมื่อสมาร์ทได้แค่คือออกคลังกับรถนาปาแกกับปราติดดังกับปะท้ายเนเปดเกปากาไอกรูยิงยางเจงมากรุบคะแนนปฏิเสธกับคลังมันแตนโดยสารตะกรูยิงยางดเกกัดงะซ้อมตาจิมรูจำนาไอจังนะแสบตะเคยตะจีขมิ้นใส่ตัวมันเนี่ยกรุบคะแนนงะก็ได้ใหญ่มือเตอร์งะเกมันแมนรูยิงยางดละใบนกเตดดังไม่บ้านจะยกขมิ้นใส่ตัวมองจังมันซ้ำซ้อไอยะแม่เงี้ยตัดมาเนี่ยนางกาแฟถ้ากรูยิงยางเดินหน้าโอเคเจงเมาเคยประตกรรมเนี่ยต้องเอาคดีให้โกเนี่ยกระสุนเตอร์พกปากันยังไม่ได้จะปลุกขมิ้นตัวมาเนี่ยโอเคนางกับปรับเตอร์ตะกอดคือจ้องบ้านกับโนกรูยิงยางเกจักเมงมันสำคัญเตะไอไว้ได้กอดจังบ้านคือกับโนติดหนักดังให้ถ้าเกเพื่อการรือกับมันกัดโกนก็เอาเม็ดได้เรียนในปากกาเวงกับเชียร์ยิมไปจอยตัวเสียงบอกสไลปรับโปเกมันติดเตอร์แต่ก็รับปัจจิมาสเตอร์ยิงยางแต่ตัวเสียงมันพร้อมนิยายเตะก็รักสัญญาคนชายบอกก็ได้เจนเตอร์มาดังเจนแต่งนาเตะนะนับเป็นงานในปากกากับปรับกรุบคณีทางคอมเมนต์การสังสรรค์ไอกอดปัจจิกรูยิงยางแมนมันติดกอดดังกล้วยเนี่ยต้องเอาคณีให้ปันใต้เนี่ยต้องเอาคณีนั่งอ่ะไปเจมันเจอตะเวงก็ปรงดังเตอร์ตาปันใต้ตัวเสียงก็ละลัวอาศัยกูนังเมาหลอกปลุกว่ากรุบเนี่ยเลือหายนังก็บายมาเวนเตอร์หยับตะมวงไม่เคยทักแค่ขมิ้นนั่งก็ขมิ้นสมัติเพียบแม่จำนานนังกับพร้อมตรอมเมื่อมาตีเซนเตอร์จะเมื่อทักกูแกนังอะไรไม่ได้กับมาเกกระเจตเวียนำลายจังนะนับเป็นนังคนใจระบายเปรี้ยงกับปรับแม่แค่ท่าไอเธอไอเตอร์คลายตัวไอเสียงปราใจแต่ซีโอกับปรับทำไอเตกไอดัสไรปัญหานี้ไปเตอร์ว่าถ้ามันทำไมมันพลายมันแมนตัวไอเสียงแม่นนับไปดานตัดนังยกตรงมวยเมาก็ซับตะเคินตะโกนจับดอลลาร์ปีกรุบเครียดเคยให้ชงอลเตียได้กากูเกนังเองจั
ហើយក៏ផ្លែស្បើម្លេះផ្លែមែនដាក់ស្រូវពេញនឹងហើយក៏ឲ្យកូនចាប់ទាំងពីរហ្នឹងដើរពេញនឹងស៊ីទៅអាម៉េចទេដឹងទៅមុខដឹងទៅក្រោយទេនេះបើស្ទាយចេញមកណាដូចផ្លែចម្លែកខុសពីគេវាខ្លាំងយុទ្ធមែនតើណាហើយគ្រប់គ្នានេះចាប់5ខឹងហើយគេមកដេញថ្លៃគំនូពីពោះមិនមែនមកមើលចាប់ស៊ីស្រូវអញ្ចឹងទេពិតជាអត់ប្រយោជន៍មែនហើយអ៊ំអ្នករៀបចំកម្មវិធីនេះភ័យរកទៅបធោទេបើតើស្រីក្បាច់ក្បោច្រើនពេកនោះនៅពេលដែលគាត់នឹងឲ្យចាប់ស៊ីស្រូវហើយនៅពេលនេះគាត់ឲ្យយកទុកហើយគាត់ដល់ពេលវេលាដែលគាត់នឹងត្រូវបង្ហាញសមត្ថភាពដែរមិនខុសមែនគេថាមើលជាចាំញាក់ចាំដូចជាតើស្រីយើងអញ្ចឹងឃើញថាគាត់នឹងធ្វើមុននឹងលេងមើលទៅនឹងដូចមិនសមសោះប៉ុន្តែនៅពេលដែលគាត់គូសមិនដឹងស្អីទេទឹកដៃចេញមកក៏ឡើងមានសមត្ថភាពតែម្ដងគូសចុះគូសឡើងនេះធ្វើអ៊ំនេះឡើងបែកព្រាហើយយ៉ាមិនចេះហើយក៏មើលទៅអស់ចាស្បើម្លេះត្រូវហើយមិននឹកស្មានថាគាត់អពុកែគូដល់ថ្នាក់នឹងសោះអូហូមុននឹងស្ដីឲ្យតែឥឡូវចាប់ផ្ដើមសើប្រើណាគាត់តែឆ្វេងច្បាច់យូរមិនទាន់បានណាណៃផងចាប់ផ្ដើមចេញរូបរាងប្រើអីធ្វើឲ្យប៉ារបស់គាត់នេះញញឹមឡើងក្បួចតែកូនចៅរបស់តែព្រានេះក៏ចាប់ផ្ដើមសរសើរដែរយេគេប្រាប់ឲ្យអត់ជឿទេឃើញអត់គូមិនទាន់ដល់20នាទីផងក៏ស្រាប់តែរូបនេះចេញមកផ្ទាំងគំនូឡើងអស់ចាតែម្ដងហើយយើងនេះតែដៃឲ្យពីចម្ងាយទៅគ្រប់គ្នាក៏ផ្ទះសរសើរលាន់នេះទៅផ្សារសមជា master យ៉ាងមែនគំនូល្អទឹកដៃល្អអូហូយស័ក្តិសមខ្លាំងណាស់ត្រូវឲ្យខ្ញុំដេញត្រូវឲ្យ1លាន2លាន3លានចេះតែដេញទៅហើយម្ចាស់គំនូនេះក៏លួយសប្បាយចិត្តបានតិចដែរដោយសារតែវាបានថ្លៃគួរសមដែរនឹកស្មានថាការងារគាត់ជោគជ័យលឿនដល់ថ្នាក់ហ្នឹងទេនៅពេលដែលគាត់ដើរចេញក៏ស្រាប់តែបងគេនេះមានអារម្មណ៍ថាក្មេងកំណក់តូចហ្នឹងដូចជាប្អូនស្រីរបស់គេតែប៉ាគាត់ក៏ប្រាប់ទៅថាមិននឹងឯងប្អូនស្រីគេមិនបានស្មាននឹងចុងកញ្ចក់ដៃរបស់ master យ៉ាងផងពេលហ្នឹងគាត់ដេញឲ្យ300លានអូហូយតានេះចេះលុយត្មងណារីឯក្មេងចំអកតូចយើងអានេះវិញដាំម្ដងក៏ប្រាប់គេថាគេបំពេញការងារបានជោគជ័យហើយឥឡូវគាត់ចង់ដឹងតាសានពិតរបស់តែប្រយើងប្រាប់មកថាគេជាអ្នកណាគេមែនគាត់តែជាមនុស្សល្បីល្បាញតិចហ្នឹងប្រាប់មកគាត់ក៏ប្រាប់ទៅថាដឹងតែត្រឹមថាគាត់ល្បីជាងតែស្រីយើងតែប៉ុណ្ណឹងទៅបានហើយបន្ទាប់ពីនិយាយរួចគេជូនកូនក្មុំគេទៅផ្ទះភ្លាមតែស្រីយើងក៏ចុះពីលើឡានហើយក៏ប្រុងទាំងដើរទៅហើយក៏ប៉ុន្តែក៏ត្រូវបាន CEO យើងនេះគាត់ជាប់ទៅណាឈប់សិននាងបំពេញការងារបានមិនចង់បានកាដូទេមែនអ្នកខាងនេះលើតែកាដូអីណាឲ្យមកក៏ស្រាប់តែ CEO យើងនេះឲ្យលាដៃស្រាប់តែដាក់មកម៉ណៃអើយអស្គាល់តែគាត់នឹងខ្ជាក់នឹងឯងលក្ខខំតែសប្បាយចិត្ត CEO យើងក៏ប្រាប់ទៅថាវាទៅរងម្ចាស់វិញហើយលោកទៅណាមិញឡងណាពូជងាយអើយវាកហ្វក់ណាមិនអីទេលោកមិនប្រាប់ខ្ញុំពីអត្តសញ្ញាណពិតរបស់លោកខ្ញុំអាចសើអ៊ីនធឺណិតបានតាំងពេលដែលតាយស្រីយើងទិញទូរស័ព្ទមកសើចនឹងចំពេលដែលបងប្រុសគាត់មកដល់ល្មមក៏សួរពូនស្រីថាធ្វើស្អីដល់ពេលអិតមើលទៅឃើញឈ្មោះហ្វៃមិញឡុងគាត់និយាយថាគេគឺជាបុគ្គលល្បាញល្បីនៅទីក្រុងចាំងឈឹងយើងនឹងតាហាក់បងស្គាល់គាត់ដែរមែនថ្មីមិនស្គាល់គេគឺជាប្រតិបីនៃគ្រូសាហ្វៃគេកាន់ចំនួននៅក្នុងដៃមិនក្រោម10ទេអ្នកណាគេក៏ស្គាល់គេដែរគ្រប់គ្នាស្រីគឺសិតតែប្រាថ្នាចង់បានគេដោយសារតែគេគឺជាអ្នកមានយើងបន្ទាប់ពីស្ដាប់ប្រវត្តិរបស់មិញឡងហើយគាត់មិនផ្លែក្នុងចិត្តទេតែគេស្វាគមន៍គាត់មើលទៅដូចជាអ្នកមានតាមពិតអញ្ចឹងសោះរីឯបងប្រុសគេបន្ទាប់ពីរៀបរាប់ហើយក៏និយាយបងស្រីគេនៅស្រុកស្រែមើលទៅមិនស្គាល់គេមិនចម្លែកទេដៀលគ្នាទៀតគាត់ស្ដាប់ពីការរៀបរាប់របស់បងប្រុសគេហើយគាត់ក៏យល់គ្រប់យ៉ាងតែម្ដងប៉ុន្តែព្រាមនំបងប្រុសគេក៏សួរថាមុនគាត់ដូចឃើញតែស្រីជីឡានរបស់គ្រូសាហ្វៃត្រូវអត់បងនាងក៏ប្រាប់ថាត្រូវហើយចាំពេលដែលប៉ាគេđangមកដល់ល្មមបងប្រុសក៏សប្បាយចិត្តដោយសារតែប្អូនមានតំណែងជាមួយគ្រូសាហ្វៃតែស្រីក៏ប្រាប់ថាដូចជារូបនោះអញ្ចឹងគេចង់មកបានគាត់ក៏ឲ្យបានដែរតែប៉ាគាត់នេះមិនឲ្យតែស្រីយើងនិយាយផ្ដេសផ្ដាស់ទេបើហ៊ានតែនិយាយទៀតគាត់អត់ទាំងវាយបំបាក់ដៃតែម្ដងណាវាទៅជាអញ្ចឹងទៅមិនជឿកូនណាតែស្រីយើងក៏មិនចង់បកស្រាយច្រើនដែរគាត់ក៏ក្លាយចូលទៅក្នុងបាត់ទៅគ្នាចូលមកដល់ក្នុងផ្ទះភ្លាមអ្វីនេះបច្ចេករត់បដៅគេក៏ទូប៉ាត់ថាតើស្រីយើងជាអ្នកធ្វើជាងគេទៅជាបែបហ្នឹងប៉ានឹងគាត់ទៅលឹងចង់ក៏ស្ដីបន្ទោសតើស្រីយើងថាយកតែម្ដងហេអត់មានស្រាប់ការបកស្រាយកូនសិនអីទេនេះគាត់ក៏ចង់បណ្ដេញតើស្រីចេញពីផ្ទះបាយធ្វើឲ្យម៉ែកូនគេនេះឡើងសប្បាយចិត្តប៉ុន្តែភ្លាមនោះបងប្រុសធំគេក៏ជួយនិយាយហេតុអ្វីបានជាប៉ាគេលំអៀងសម្បើម្លេះមិនព្រមស្រាប់ការបកស្រាយរបស់សៅយូសិនធ្វើឲ្យតើស្រីយើងឡើងផ្លែក្នុងចិត្តបែបបានជាបងប្រុសធំគេជួយគាត់អញ្ចឹងណាឆ្ងល់រួចគាត់ក៏និយាយទៅកាន់ឪទាំងមុខញញឹមតែម្ដងនេះតែចង់ស្ដីបន្ទោសគាត់អត់មានតែប៉ុណ្្នឹងទេមែនណាសួរឡើងឌឺតានឹងឡើងខឹងខ្លាំងថែមទៀតតែតើឲ្យស្រីយើងនឹងអត់ញញទេណាក៏និយាយទៅខ្ជិលស្ដាប់ណាក៏បានកាន់ណាគំនូនឹងទៅបោះបតែចៃដល់ឲ្យវាត្រូវនឹងអាប៉ាន់តែក៏វាទៅទឹកណាយូអាចធ្វើអីហ្នឹង
កំណូនហ្នឹងមានតម្លៃខ្លាំងណាស់ត្រូវហើយបងស្រីអាហ្នឹងប៉ាទិញដល់300លានណាអូយាយប៉ែហ្នឹងគិតតែប៉ុណ្ណេះដឹងតែចប់ហើយអ្វីហ្នឹងក៏និយាយថាតើស្រីពិតជាខ្លាំងធំខ្លាហ៊ានបំផ្លាញកំណូនដែលប៉ាគេហ្នឹងចង់ទិញជាយូរណាស់ហើយឥឡូវហ្នឹងគេធ្វើយ៉ាងម៉េចតែតើស្រីក៏ប្រាប់ថាកំណូនប៉ុណ្ណឹងមានអីអស្ចារ្យដល់លឿនចឹងហ្នឹងឡើងកាំងស្ពំចំណែកកូនគេហ្នឹងក៏និយាយទៅមិនអស្ចារ្យយ៉ាងម៉េចហ្នឹងគឺជាគំនូររបស់ Master យ៉ាងណាមួយឆ្នាំគាត់មិនដែលគូសចេញមកផ្ដេសផ្ដាស់ទេប៉ាគឺចង់បានវាយូរហើយនេះដូចជាបំផ្លាញទឹកចិត្តប៉ាទាំងមូលអញ្ចឹងប៉ាហ្នឹងក៏យំអោបអាគំនូរហ្នឹងទៀតតែស្រីក៏ប្រាប់ថាអីទេបើចង់បានចាំគេគូឲ្យនេះគ្រាន់តែលឺក៏ប្រតិកម្មភ្លាមៗឯងក៏តែឯជាពីណាគេហាបានមិននិយាយតែឯងចេះគូគំនូរបែបហ្នឹងគាត់ថាខ្លួនឯងជា Master យ៉ាងមែនតែស្រីគាត់រកនឹងនិយាយហើយតែអ្នកទាំងអស់គ្នាអាកំបាំងគឺមិនអាចទម្លាយបានតែគាត់ជាពីណាគេទៅគាត់នឹងមិនបានប្រាប់តែគាត់ជា Master យ៉ាងនោះក៏ប្រាប់ថាបំបត្តិគំនូរដូចដែលអ្វីគាត់ចង់បានទេគាត់នឹងបណ្ដឹងតែស្រៀងចេញពីផ្ទះបងប្រុសនេះក៏សួរតែអាចគូបានមែនគាត់ក៏ប្រាប់ទៅថាបានដល់ពេលស្អែកឡើងតែស្រីយើងក៏យកឆ្មាមកឲ្យដល់លើផ្ទាំងគំនូរធ្វើឲ្យកូនចៅនេះឃើញហើយក៏សរសើរថាអ្នកនាងគេពិតជាមានកំណត់ឆៃប្រឌិតមែនតានេះមកដល់ក៏សួរថាពួកគេកំពុងតែមើលអីកូនចៅនេះក៏រៀបរាប់ប្រាប់ពួកគេកំពុងតែមើលអ្នកនាងគូគំនូរហើយការគូរបស់គាត់ពិតជាប្លែកខ្លាំងមែនតែនតានេះដល់លឿនចឹងហ្នឹងក៏មើលស្រាប់តែឃើញតែស្រីយើងហ្នឹងកំពុងតែឲ្យឆ្មាដល់លើផ្ទាំងគំនូរនោះធ្វើឲ្យគាត់ហ្នឹងក៏ស្រាប់តែភ្ញាក់ឡើងព្រឹតចាញ់មិនជាការគូគេដូចជា Master យ៉ាងម្លេះតែគិតសពទៅប្រកាសជាគេលួចចម្លង Master យ៉ាងជាមិនខានណែអត់ជឿជាក់កូនទេណាបងប្រុសគេមកដល់ក៏សរសើរថាតើស្រីយើងពិតជាអស្ចារ្យខ្លាំងប៉ុន្តែតានេះមិនទៅស្ដាប់ចូលអីទេគាត់ក៏ឲ្យកូនរៀបចំឡានបញ្ជូនតែស្រីយើងទៅស្រុកវិញនេះដល់លឿនចឹងខាងឲ្យបដៅថាមិនទាន់បានមើលរូបចាប់ផងមិនបានជាប៉ាបញ្ជូនគេទៅអញ្ចឹងក៏សួរថាចាំបាច់មើលដែរមែនធ្វើឲ្យកូនបានត្រឹមតែហួសចិត្តហើយក៏ដើរចេញទៅបាត់តែគាត់ដើរចូលមកដល់ភ្លាមតែស្រីយើងក៏បានលើកឆ្មានឹងផ្ញើឲ្យគាត់ដាក់កាន់មានអីធ្វើឲ្យអានេះប្រឡាក់ស្អាតអបរាឡើងភ័យហើយមិនដឹងថាអ្នកប្រុសយ៉ាងខឹងយ៉ាងម៉េចយ៉ាងម៉ាទេតែស្រីយើងមកទៅក៏សុំទោសថាធ្វើឲ្យបងប្រុសគេប្រឡាយតែបែរជាគាត់មិនខឹងហើយបងបន្តគូធម្មតាអ្នកបំរើនេះក៏លួចសរសើរទៅថាអ្នកប្រុសគេពីមុនមកមិនដែរអញ្ចឹងទេមើលទៅគេគឺត្រូវមើលថែអ្នកនាងសៅយូរឲ្យបានល្អហើយត្រូវហើយនេះខឹងបដ ឲ្យថាកូនប្រុសគេមិនក៏ឆាប់ភ្លេចរឿងអតីតសម្បើម្លេះណែវាទៅជាអញ្ចឹងណាចំណែកតែស្រីយើងគាត់ក៏បន្តគូធម្មតាទៅតែការគូរបស់តែស្រីយើងខុសប្លែកពីគេធ្វើឲ្យបងប្រុសគេនេះចាប់ផ្ដើមចាប់អារម្មណ៍ជាមួយនឹងការគូនឹងហើយប៉ុន្តែភ្លាមនោះក៏ស្រាប់តែឃើញកញ្ញាវ័យនេះស្រែកហៅរកអ្នកបម្រើបាត់ក្បាលត្រាក់ហើយថ្ងៃនេះតែពីណាគេជាម្ចាស់ពួកវាប៉ាត់ប្រកាសដល់ពេលឃើញកូនសម្ដីខ្លាំងពេកអញ្ចឹងទៅម្ដាយក៏បង្រៀនថាមិនឲ្យនិយាយអញ្ចឹងទេតែគេអាចគិតថាយើងជាមនុស្សអាក្រក់បានអត់អាក្រក់ទៀតអ្នកដល់ពេលឃើញអ្នកបម្រើហ្នឹងចំរំមើលតួឯស្រីយើងគូអញ្ចឹងម្ដាយកូនគេនេះអត់បានទេក៏ដើរចូលទៅមកដើរទៅឃើញថាគំនូររបស់តៃស្រីយើងគូនេះចាប់ផ្ដើមចេញផ្លែផ្កាហើយហើយអ្នកបម្រើនេះសរសើរមិនដាច់ពីមាត់ទេថាអ្នកនាងគេពិតជាអស្ចារ្យខ្លាំងមែនទេចំណែកបងប្រុសធំណែបន្ទាប់ពីឈោមើលប្អូនគូយ៉ាងយកចិត្តទុកដាក់ហើយធ្វើគាត់នេះក៏ទាញដឹងបានស្រេចថាតាមពិតទៅតៃស្រីយើងគឺជា Master យ៉ាងនឹងឯងចាំមើលគេនឹងមាន reaction បែបណាបន្ទាប់ពីដឹងថាកូនស្រីដែលសានសម្បត្តិរបស់គាត់មួយនេះគឺជា Master យ៉ាងដែលគាត់ពេញចិត្តនោះនេះឃើញថាគំនូររបស់តៃស្រីយើងក៏បានបញ្ចប់ហើយអ្នកបម្រើក៏ស្រែកប្រាប់ឲ្យអ្នកនាងវ័យក៏មកមើលគំនូរដ៏ស្រស់ស្អាតរបស់តៃស្រីយើងចៃនឹងចាប់ផ្ដើមភ័យហើយថាមិននឹងអាចទៅតៃស្រីយើងចេះគូរូបហ្នឹងគេមិនជឿជាដាច់ខាតមិនអាចទេមិនឲ្យប៉ាគេនឹងឃើញរូបហ្នឹងទេតែចៃដល់អីតាហ្នឹងឈោមើលហើយក៏ញញឹមក្បួចមិននឹកស្មានថារូបមួយនេះគឺស្រស់ស្អាតជាងរូបពីម្សិលទៅទៀតចឹងមានន័យថាអ្វីដែលសាយូនិយាយមិនបានកុហកគាត់ទេចាស់បាយម៉ាក់តែប៉ុណ្ណេះពួកយើងធ្វើយ៉ាងម៉េចទៅមិនឲ្យស្រីចង្រៃនោះយកឈ្នះក្តីស្រឡាញ់ពីប៉ាបានទេពួកយើងចប់ជាមិនខានគេនិយាយរួចក៏ដោះរេវទៅដល់ក៏សួរថាតើស្រីយើងពិតជាគូមែនក្អីគ្រប់គ្នាតែនិយាយថាគេគូស្អាតមើលគេមើលតិចមើលមិនតន់យកដៃលោកផងតែស្រីក៏គប់ហ្វឺនមិនចឹងក៏ស្រាប់ទៅដួលព្រុងឯហ៊ានយកដៃកខ្វក់មកប៉ះរបស់យើងផងចាំបាច់ធ្វើដល់ថ្នាក់ហ្នឹងអូយហាក់ឡើងចូលទួអាយូអញធ្វើអីអញចង់យកជីវិតកូនស្រីមីងមែនណែអ្នកតាំងពីកំពុងតែនិយាយពីស្អីបើខ្ញុំចង់យកជីវិតមែននោះចឹងបើចេះទៅទៀតហើយក៏គិតក្នុងចិត្តទៅបើកុំតែគេមានមីសិនកុំអីបំបាក់ឆ្អឹងពីអ្នកម៉ែកូននេះចោលបដ ாய் មហាសិនខោយើងនេះក៏បែរទៅទូប៉ាត់ឪពុកឃើញអត់ប៉ាបងស្រីធ្វើបែបខ្ញុំទៀតអីឪនេះក៏ដូចចិត្តដើមម្ដងក៏ឲ្យតៃស្រីយើងសុំទោសធ្វើឲ្យគាត់លឺហើយឡើងហួសចិត្តតែម្ដងឲ្យគេនឹងទៅសុំទោសឲ្យមុននឹងប៉ាគេមិនឃើញទេអីម្ចាស់នឹងក៏និយាយថាជើងគេឈឺទឹកគេដួលអញ្ចឹងអូយលឺហើយលើសគាទៅជាម្នាក់នេះ
ตาเนี่ยมันខ្វល់ថាកូនស្រីខ្លួនឯងសម្ដែងឬក៏អត់ទេក៏បានឲ្យតើស្រីយើងនឹងសុំទោសដោយសារតែមុនហ្នឹងគេគឺបានវាយមែនស្រីយើងដល់លឿនចឹងហ្នឹងបានត្រឹមតែហួសចិត្តទេចំណែកម្ចាស់ហ្នឹងគេបានចិត្តឃើញអត់ទីបំផុតប៉ះគេនៅតែកាន់ជើងគេអញ្ចឹងគេក៏និយាយទៅបើសិនជាបងស្រីចង់សុំទោសគេឲ្យតើស្រីយើងលុតជង្គង់អាយ៉ាលើឲ្យតើនេះតើស្រីយើងមិននឹងអាចទៅគាត់រកផ្ទះតុកម៉ាំងគ្រប់គ្នាលោកភ្ញាក់តែម្ដងគាត់ក៏ប្រាប់ទៅតែគាត់ថាទ្រាំលែងបានទៀតហើយតែតានេះខឹងបដ ហើយក៏ស្រីឲ្យតើស្រីយើងក៏ថាអញគូរូបបានល្អយើងមិនហ៊ានដេញអញចេញពីផ្ទះមែនតែស្រីក៏ប្រាប់ទៅបើទៅបិទតែគាត់ធ្វើខុសត្រូវក៏គ្មានអ្នកណាកាន់ជើងគាត់ដែរមិនអីទេគាត់នឹងចាក់ចេញពីផ្ទះនិយាយរួចក៏ដែរចេញទៅបានប្រធមគេនេះតាមម្ដងក៏សួរឪពុកទៅថាប៉ានេះប៉ាពេញចិត្តហើយមែនតានេះក៏ប្រាប់ទៅតែគាត់មិនមែនឲ្យគេទទួលខុសត្រូវបែបហ្នឹងទេគាត់ដឹងថាខ្លួនខុសដែរក៏បានឲ្យបងប្រុសគេទៅយកបងស្រីត្រឡប់មកវិញបងប្រធមចេញផុតភ្លាមម្ចាស់នេះក៏និយាយថាបងគេមើលទៅដូចជាពេញចិត្តសាយូខ្លាំងដល់ហើយឪនេះក៏សួរចំមិញហ្នឹងបានជាឯងធ្វើបែបហ្នឹងកូនក៏ធ្វើជីនិយាយប៉ាកំពុងតែនិយាយពីស្អីតែប៉ានេះក៏ប្រាប់ថាគាត់អត់មែនខ្វាក់ទេម៉ែក៏ជំរុញកូនឲ្យនិយាយការប៉ាទៅកុំកុហកប៉ាឯងដឹងអត់ថាពេលនេះគឺប៉ាជាមនុស្សសំខាន់តែម្នាក់កូនវិញក៏ព្រមសារភាពការប៉ាគេសុំទោសប៉ាផងគេគ្រាន់តែបារម្ភខ្លាចថាប៉ាហ្នឹងពេញចិត្តសាយូជាងគេទើបគេធ្វើបែបហ្នឹងតែនេះដល់ឃើញថាកូនស្រីដឹងខ្លួនថាខុសអញ្ចឹងគាត់ក៏ប្រាប់ទៅថាមិនអីទេប៉ុន្តែនៅពេលដែលបងស្រីឯងវិលត្រឡប់មកវិញកុំភ្លេចសុំទោសគេផងគ្រាន់តែលើថាតើស្រីវិលត្រឡប់មកវិញគេភ្ញាក់ឡើងព្រឹកតែម្ដងហើយក៏កាត់ក្នុងចិត្តទៅគេខំធ្វើយ៉ាងលំបាកតម្រូវតែនាងនៅចេញពីផ្ទះឥឡូវគេមកវិញមិនចាប់ទៅហើយទេនេះក៏បញ្ជាក់ថាបងប្រុសគេនឹងរកផ្លូវដើម្បីយកកសៅយូមកវិញប៉ានេះក៏đãចេញទៅបាត់រឿងក៏កាត់មកដល់ខាងក្រុមហ៊ុនរបស់ CEO មិញឡងយើងឯនេះវិញកំពុងតែប្រជុំសុកក៏ស្រាប់តែកូនចៅមកប្រាប់ថាអ្នកនាងសាយូមករកគាត់ក៏ប្រាប់ឲ្យគ្រប់គ្នារំសាយការប្រជុំហើយក៏đãចេញទៅទឹកមុខក្មេងទៅយើងក៏ដឹងថាខាងកម្រិតណាដែរគេក៏និយាយថានឹងសម្លាប់ទៅឲ្យព្រាយបានថ្ងៃនេះឡើងខ្លាំងប៉ុន្តែក៏មើលមានឡើងកទើដៃខ្លៃដឹងចាត់ការគេយ៉ាងម៉េចទេភ្លាមនោះគ្រប់គ្នាមកដល់ឃើញទៅឯស្រីយើងនោះក៏ចាប់ផ្ដើមឆ្ងល់បដ ថាក្មេងស្រីនឹងឯជាអ្នកណាមើលទៅចង់ចាប់មេគេហើយប៉ុន្តែមិនអាចទៅរួចទេណែតែ CEO នេះឃើញថាគ្រប់គ្នាមើលពេលក៏ចាប់លើកត្មងទៅសកម្មភាពមួយនឹងហើយបុកលឹកស្ទើរតែមិនជឿនឹងផ្នែកតែម្ដងយ៉ាក្មេងស្រីមិនធម្មតាទេអ្នកខ្នងក៏ចិត្តតែស្រែកទៅរកតែនិយាយដើមទៀតតែតើប៉ុន្តែក៏ត្រូវបានបំបែកអស់តាកុំចេះតែស៊ីត្រូវខុសរបៀបហើយម៉ាអ្នកគេនិយាយដើមមកវិញគ្រាន់តែចូលមកដល់ខាងក្នុងភ្លាមក៏សួរក្មេងតូចតែញ៉ាំអីហើយនៅតែក្មេងតូចនេះខឹងហើយក៏ប្រាប់តែទិញអីឲ្យគេមកញ៉ាំដែរស្ដាប់ឲ្យច្បាស់ខ្ញុំឲ្យជម្រើសលោកពីរទី1ព្រមធ្វើជាសាំងខ្ញុំបើមិនអញ្ចឹងទេបញ្ជូនខ្ញុំទៅការិយាល័យភ្នាក់ងារពិសេសវិញក៏ខ្ញុំមិនចង់ធ្វើដែរខ្ញុំចង់ធ្វើត្រឡប់ទៅវិញលឺអត់យ៉ាខ្លាំងតាចាយនេះដល់ពេលឃើញចឹងទៅ CEO នេះក៏សួរថាអ្នកថាគេធ្វើឲ្យក្មេងកូតូចរបស់គាត់ខឹងតែតើស្រីមិននិយាយអីទេគាត់ឲ្យគេជ្រើសរើសឥឡូវគាត់1បើដល់3បើគេមិនជ្រើសទេគេនឹងសម្លាប់ទៅឲ្យព្រៀងចោលតែម្ដង1 2អូខេខ្ញុំមកយកព្រមក៏បានដែរខ្ញុំនឹងជួយបន្ទាប់ពីព្រមជួយឲ្យតើព្រៀងក៏យកទូរស័ព្ទមកខលទៅខាងភ្នាក់ងារគាត់នឹងប្រាប់ឲ្យតើស្រីវិលត្រឡប់ទៅវិញអ្នកខ្នេះលឺឲ្យឡើងសប្បាយចិត្តប៉ុន្តែដល់កាត់សពទៅមានអារម្មណ៍ថាដូចគេបោកខ្លួនមិនទេបើព្រមធ្វើជាសង្សារគេរួចបាត់ហើយដល់ពេលក្មេងតូចចាប់បានចឹងទៅនេះគេក៏សួរថាចង់ឬក៏មិនចង់ឥឡូវនេះគេរាប់1ដល់8វិញ1 2អស់ទេក៏ទេម្នាក់ម្ដងទេណាអ្នកគ្រាន់តែខលចូលទៅដល់ភ្នាក់ងារភ្លាមតែស្រីក៏ប្រាប់លេខសម្ងាត់របស់គាត់ទៅហើយគាត់ក៏និយាយថានៅពេលនេះគឺគាត់គឺចង់វិលត្រឡប់ទៅវិញហើយ CEO ក៏យល់ព្រមហើយដែរខាងភ្នាក់ងារក៏និយាយទៅថាបើមិនទាន់ complete ទេមិនអាចវិលត្រឡប់ទៅវិញទេតែស្រីក៏និយាយយ៉ាងច្បាស់ថាមែននៅទីហ្នឹងក៏អនុញ្ញាតហើយតើមិនថាមិនអាចទៅណែជួយនិយាយមិនតិចមើល CEO នៅក៏ប៉ុនទៀតបើខាងភ្នាក់ងារនេះក៏ដឹងបានស្រែកក៏ប្រាប់ទៅបើថាมันអាចបំពេញភារកិច្ចបានទេมันបាច់ចំខំមកទៀតទេនេះរួចក៏បាត់រកតែអ្នកខាងឯងនិយាយមិនតាន់ទេចំណែក CEO យើងនេះក៏លុញញ៉ាំឡើងក្បួចក្មេងតូចនេះក៏ដឹងបានស្រែកថាគេបោកយើហ៊ានធ្វើបាបខ្ញុំផងព្រោះចង្ហៃវាយលោស្លាប់អូយវិញដល់ពេលក្មេងតូចយើងខ្លាំងចឹងទៅ CEO ក៏ព្រមជួយធ្វើអីតែឥឡូវខលទៅភ្នាក់ងារម្ដងទៀតទៅចាំគាត់ឲ្យជួយនិយាយតែក្មេងតូចយើងនេះមិនល្ងងទេណាក៏សួរគេសិនចុះបើសិនជាគេបោកគាត់ម្ដងទៀតហាគាត់អត់មិននឹងអាចទៅគាត់និយាយម៉ាត់ណាគឺម៉ាត់ហ្នឹងហើយឥឡូវខលទៅតែស្រីយើងព្រមជឿម្ដងទៀតគាត់ក៏ខលទៅប៉ុន្តែចៃដន្យអីលើកនេះឥឡូវនិយាយគឺគ្មានទេដោយសារតែគេនឹងប្លុកលេខរបស់តៃស្រីយើងចោលបាត់ហើយបើមិនទាន់កំភ្លេចការងារទេមិនបាច់ចាំខលមកទៀតទេអញកដុំឆែបធ្វើឲ្យស្រីយើងនេះក្លួយសាយទៀតហើយអ្នកខ្លះគ្រាន់តែឃើញក៏សួរថាស្អីកណែក៏ចេះតែនិយាយទៅធម្មតាឆ្កែមួយនឹងបានបង្កើតកូនស្ដាប់មកក៏គ្មានគួរឲ្យចង់ស្អីសោះតែស្រីយើងនេះក៏ខឹងជេរលំប៉ាគេថែមទៀតហើយថានិយាយស្អីឥឡូវនេះគេគឺចង់ទៅត្រឡប់ទៅវិញធ្វើយ៉ាងម៉េចក៏ដោយគេទៅត្រឡប់ទៅវិញនិយាយរួចនឹងគេមិនធ្វើស្អីក៏ខឹងវាយគេបន្ថែមទៀតយ៉ាប់មកអាចារ្យនេះដូចជាកំរោលដល់ហើយប៉ុន្តែភ្លាមនោះសាប់ទៅទូរស័ព្ទរបស់គាត់លោតអាឡាមមកតែម្ដងគឺមានគេ hack គ្រាន់តែឃើញបែបហ្នឹងតែស្រីក៏និយាយថាណាគេក៏ថ្លំធំម្លេះហ៊ានមក hack ទូរស័ព្ទរបស់គាត់ផងណែ
ស៊ីអូមីងឡងយ៉ាងនេះក៏ដូចចិត្តយកកុំព្យូទ័រមកក៏ប្រាប់តែចាត់ការគេចាញ់ទៅអូអាចារ្យយើងនេះស្ទាត់ជំនាញណាកុំមកចង់ហក់ជាមួយក្មេងចំតូចយើងចុយតែមកផ្លែទេខានហកក៏លោតសញ្ញាទៀនក្រហមឡើងវំនីងបដ ហើយកាលនេះក៏ស្រែកចាច់លោកជីមើលទៅខ្ទេចអស់លីងហើយត្រឹមតែ2នាទីសោះលុយរបស់ខ្ញុំ10លានត្រូវខ្ទេចមិនកើតទេលោកត្រូវទៅសងខ្ញុំវិញអូខេធ្វើនេះក៏និយាយថាអីទេចាំគាត់ទៅសងវិញគាត់ក៏កាត់លុយ10លានគាត់ធ្វើការដល់កន្លះឆ្នាំបងអូនស្រីគេនេះត្រៀមស្អីក៏ខ្លាំងស្បើម្លេះណែមិនធម្មតាទេគាត់ក៏ខលត្រកតែម្ដងបងអូនស្រីទៅថាលើជប់ខឹងនៅត្រឡប់មកផ្ទះវិញមកតែតើស្រីបដិសេធថាគាត់មិនទៅទេបងប្រុសគេក៏និយាយថាឯងកុំតិចស្បើរបស់បងចំណាយលុយអស់តែ50លានឯណោះបងអូនស្រីនេះក៏និយាយអញ្ចឹងមានន័យថាបងមិនជាអ្នកធ្វើឥឡូវត្រូវហើយបើឯងមិនមកទេឆាប់សងបងវិញមក50លានស្អីគេ50លានចុយស្រៀងក៏ទៀតខាង CEO ឲ្យគេមកតែខាងនោះក៏និយាយថាមិនដឹងទេលុយណាកំតិចណាត់ជាអ្នកសងនោះប្រុសនិយាយក៏ធ្វើបងគេនេះលើកសួរថាបងអូនស្រីនៅជាមួយពីណានៅជាមួយមកប្រុសមែនបងស្រីនេះក៏និយាយថាគេនឹងអាចចាំបាច់បកស្រាយដែរមែនហើយមិនបានចាឯងទៅទៀតលុយរបស់គេឬមួយគេជាប្រុសចាស់ចាំឯងទៅបងស្រីប្រាប់គេចាស់ជាងខ្ញុំមែនដែរចាំមានថាគេគូចាស់ស៊ីស្មៅខ្ចីហើយមិនមែនទេគេជាមិត្តប្រុសរបស់ខ្ញុំបានតែខ្ញុំទៅក៏បានដែរណែកុំអត់តប៉ែពេកប្រុសចាស់នេះបានត្រឹមទៅមុខស្មឿតមើលគេនៅថ្ងៃដល់ពេលតើស្រីយើងត្រឡប់មកផ្ទះវិញអាចារ្យនៅគាត់តែឃើញក៏សួរថាមិនបានមកវិញអេស្មានតែគេចង់មកណាទៅអីវៃប្រងដាក់ទៀតតាតែប៉ាគេក៏សញ្ញោដល់ពេលទៅគេក៏និយាយទៅយប់ឲ្យប្រយ័ត្នទៅជាខ្លាំងនាងណែតាមប៉ាទៅគេចង់សុំទោសឯងទេប៉ុន្តែគេមិនហ៊ានមិននឹងសុំទោសបើគេសក់ខ្ញុំសឹងអីហ្នឹងភ្លាមនោះបងធំគេក៏សញ្ញោឲ្យតើស្រីយើងទៅសុំទោសបានតិចទៅទុកមកឲ្យគាត់តែស្រីក៏និយាយចាំមិនទុកឲ្យទៅអីបើគាត់នឹងជាមនុស្សបែបហ្នឹងឯហ្នឹងតានេះដើមរកក៏សួរថាតើស្រីយើងគឺជាម៉ាស្ទ័រយ៉ាងមែនរកតតៃស្រៀងនិយាយឲ្យក៏ស្រាប់តែអាចារ្យនេះក៏និយាយថាមិនអាចទៅគេនៅស្រុកស្រែតែប៉ាគេក៏ប្រាប់ទៅឲ្យបិទមាត់មកកុំចេះទៅលូកមាត់ផ្ដេសផ្ដាដល់ពេលហ្នឹងឲ្យគេក៏បញ្ជាក់ម្ដងទៀតតែតៃស្រៀងក៏កាត់ថាគាត់នឹងមិននឹងអាចប្រាប់ពីតែសញ្ញាណប៉ិតរបស់គាត់បានទៅមើលទៅតាចាស់នេះដូចជាចង់សង្ស័យខ្ញុំមិនដឹងទេតែមិនអីទេដោយសារតាសញ្ញាណរបស់គាត់គឺលាក់បាំងបានល្អគាត់ក៏ប្រាប់ថាដោយសារតាដៃរបស់គាត់វឹកហាត់បានល្អទើបគូសចេញមកវារៀងល្អអញ្ចឹងណាអាស័យនេះក៏តមាត់តាដៃគេចាំមិនគុំឃើញស្អាតត្រូវហើយមកអញអត់ដៃប៉ាមើលគេថាខ្ញុំអូចំទាទៀតធ្វើម្នាក់ឡើងជ្រេញអាចារ្យនឹងសម្បីតែឪគាត់ក៏ដូចគ្នាដែរក៏សួរតើស្រីកាបានឈប់ប៊ូលូប្អូនស្រីស្រីក៏ថាទៅឲ្យគេឈប់ថាគាត់ឈប់ថាឲ្យវិញហីក្រែងគ្រប់គ្នានិយាយថាខ្ញុំនៅម្នាក់ឯងគ្មានការសិក្សាហីតានេះនឹងបងក៏សំណើក៏និយាយអូឯងនៅតែឯងគ្មានការសិក្សាមិនអីទេចាប់ពីថ្ងៃទីស្អែកតទៅឯងគឺត្រូវទៅរៀនជាមួយវ័យទាំងអស់គ្នានេះអ្នកឡើងសួរប្រមគ្នាថាម៉េចទៅរៀនបើគេក៏ងក់ក្បាលតែស្រីក៏គិតថាគេគឺជា Professor Sunven បញ្ចប់បានសិត SDI ឲ្យគេនឹងអាចរៀនបានយ៉ាងម៉េចគេមិនចង់ទៅសាលាទេដោយសារតែគេ Professor ហើយអូចំណែកឲ្យក៏ប្រាំផ្ញើឲ្យបងប្អូនគេណាមើលថែគ្នាឲ្យបានល្អហាមតែខាតក៏មកគាត់នឹងបាក់មុខមិនដឹងថាទៅរៀនមិនដឹងទៅខំគ្នាទេអ្នកអើយចាំមើលតិចទៀតទៅដឹងហើយអញ្ចឹងយើងក៏លេចទៅមើលក្នុងទស្សនវិជ្ជាសាលាតែម្ដងទៅនៅពេលនេះដល់ថ្ងៃដែលពួកគេនឹងត្រូវចូលមករៀនហើយឃើញថាតើស្រៀងមកដល់គ្រូនឹងក៏ប្រកាសគ្រប់គ្នាស្ងាត់តែគាត់ក៏ណែនាំថានឹងគឺជាសិស្សថ្មីមានឈ្មោះថាសាវយូកំឡុងពេលដែលគ្រូកំពុងតែណែនាំអាសែវ័យនេះគេក៏កាត់ដៃថានៅផ្ទះបងប្រុសជួយចាំមើលមកដល់សាលាណាគេជួយតែស្រីយើងទៀតប៉ុន្តែដឹងតែគេហើយមានណាមិត្តភក្តិគេម្នាក់ក៏និយាយឌៀមដាមតែស្រីយើងទៅរំជិះកូនស្រីអ្នកសម្អាតមិនរៀនមកពួកគេកាត់ទៅដល់គ្រប់គ្នាលឿនចឹងហ្នឹងក៏នាំគ្នានិយាយថាមិនទាំងសាកសមទៅមនុស្សមិនដែលចូលសាលាផងឆាប់ដកគេចេញពីសាលារបស់គេទៅដកទៅស្រោះដៃស្រោះជើងគ្នាប៉ុន្តែអ្នកគ្រូក៏ស្រ័យឲ្យអ្នកទាំងអស់គ្នានឹងបិទមាត់ទៅដោយសារតែអ្នកគ្រូដឹងថាតែស្រីយើងគឺជា Professor គាត់ក៏កាត់ថាអ្នកទាំងអស់គ្នាធ្វើអញ្ចឹងងាប់ហើយប្រយ័ត្នតែស្រីចាត់ការមិនចប់ហើយគាត់ក៏ឲ្យតែស្រីយើងប្រាប់គ្រប់គ្នាទៅប៉ុន្តែគាត់ក៏និយាយថាត្រូវហើយគាត់មិនដែរចូលសាលាទេធ្វើឲ្យអ្នកគ្រូនេះក៏ភ្ញាក់ថាមិនដែរសុំបែរតែមួយថ្ងៃត្រូវហើយហាដាច់ចកេះគ្រូទៀតចំ Professor បានម៉េចពេលអាស័យវ័យនេះចូលតួហើយគេក៏ប្រកាសគ្រប់គ្នាបានដឹងទៅថាតែស្រីយើងគឺជាបងស្រីរបស់គេប៉ុន្តែគេគឺរស់នៅស្រុកស្រែគ្មានការអប់រំដូចជាគេទេចឹងហើយនឹងកុំមកកាន់បងស្រីគេអីហើយគេនឹងក៏សុំទោសជំនួសបងស្រីរបស់គេទៅម្នាក់គ្រាន់តែឃើញនឹងក៏សរសើរថាអាស័យវ័យនឹងពិតជាគួរឲ្យស្រឡាញ់ក្មេងមានការអប់រំខ្ពស់មែនមិនដូចតែស្រីយើងសោះអ្នកកណែកដាម៉ែឈប់សំដាយបានហើយណាមិនមែនដោយសារតែឯងអ្នកនិយាយពីយើងទេគ្រប់គ្នានឹងដឹងពីយើងមែនវ័យក៏តបថាគេមិនដឹងអីទេអូអញ្ចឹងឯងអញ្ចឹងមានតែឆ្កែចុះអត់មកឲ្យគេឌៀនលេងចំណែកគ្រប់គ្នាវិញនឹងក៏កាត់ត្រូវហើយគេនិយាយដល់សមហេតុផលអញ្ចឹងមានន័យថាវ័យគឺជាមនុស្សដែលប្រកាសសម្ដែងអាចារ្យនេះស្រាប់ឲ្យទទួលយកបានទេក៏និយាយថាគេមិនដឹងអីទេហូហើយឡើងចូលតួមករប៉ៃទៀតគ្រូក៏ប្រាប់ឲ្យតែស្រីតែអង្គុយទៅមិនបាច់តែខ្វល់មកអាចារ្យនឹងទេនៅពេលតែស្រីមកអង្គុយគាត់ក៏យកកៅអីអធិប៉ះចំអ្វីក៏ងើបមកតែឯងធ្វើស្អីតែស្រីក៏
កសួរហាមុននឹងឯងយកមិនឯណាទឹកភ្នែកវៃតមានតែចេញអីគ្រប់គ្នានឹងក៏ដឹងបានស្រេចឥឡូវក៏ជ្រុងលិចកតុយចេញមកតើយ៉ាប់ត្មងចាប់គ្រប់គ្នាដឹងពីសម្ដានរបស់អាចារ្យនឹងបាទមើលខាង CEO យើងដែរវិញនៅពេលនេះកូនចៅក៏មករាយការណ៍ត្រង់នេះដែលត្រូវធ្វើបន្ទាប់ពីស្ដាប់កូនចៅរៀបរាប់រួចដោយប្រយើងក៏សួរថាផ្សៅយួរនៅគេនៅណាកូនចៅនេះក៏ប្រាប់ទៅតែគាត់នៅសាលារៀនចវាយគួរចាត់មនុស្សឲ្យទៅមើលគាត់អត់តែប្រយើងក៏ប្រាប់ថាមិនអីទេគេមនុស្សកូនចៅក៏រំលឹកថានៅសាលារបស់តាស្រីយើងអាទិត្យក្រោយគឺមានការហាត់រៀនមួយតែប្រយើងក៏ប្រាប់ឲ្យកូនចៅនឹងត្រៀមចាំទៅចូលរួមដែរកូនចៅនេះក៏សួរថាស័ក្តិសមអត់ចវាយប្រាប់បដូរមិនទៅអឺរ៉ុបគាត់ក៏ប្រាប់ថាស័ក្តិសមអាយ៉ាដើម្បីអូនទៅដឹងនោះកន្លែងមកមើលក្មេងតោះយើងវិញឲ្យមករៀនមិនទាំងកើតស្ងាត់តែរហូតក៏ស្រាប់តែក្មួយបាតយប្រយើងគេមានឈ្មោះថាមីងធានគេក៏មកសួរវៃថាយ៉ាងម៉េចគេត្រូវគេបូលូនឹងអាចារ្យនឹងក៏ស្លឹងទៅមើលតើស្រីយើងធ្វើអន្តតនេះក៏និយាយហ៊ានបូលូវៃរបស់គេផងជឿអត់ថាគេនឹងឲ្យតើស្រីខ្ទេចចេញពីសាលានេះបានមីងធានឯត្រេណាមែនអន្តតនេះក៏និយាយហាក់មិនបានជាស្គាល់ខ្ញុំអូយើងចិត្តខ្លាចជាមីរបស់ឯងឯងនិយាយឲ្យគួរសមតិចទៅយីមនុស្សឈួតមកពីណាចេះជឿអត់ថាគេយកមកអាចដេញនាងចេញពីស្លាប់បានតែនិយាយអីក៏និយាយទៅអីស្រៀងមិនខ្វល់ទេដេកតទៀតធាននឹងក៏បែរទៅនិយាយជាមួយវៃថាបាចាំបារម្ភទេមានគេនៅទីនេះហើយគ្មានណាគេហ៊ានបូលូអាចារ្យនឹងទេតែគេចង់មកស្និទ្ធស្នាលជាមួយខ្លួនចឹងវៃក៏ដកដៃចេញក៏ប្រាប់ធ្វើអញ្ចឹងមិនសូវល្អទេពួកគេត្រឹមតែជាពួកម៉ាក់នឹងធានក៏សួរថាគេឡើងចង់ដឹងពីពួករបស់គេឲ្យមែនម្ចាស់នាងក៏សួរថាមានន័យថាម៉េចមិញធានក៏ប្រាប់ទៅថាទឹកក្រោយនេះពួកគេគឺមានការបង្ខាត់ឲ្យពួកគេក៏មកដែរវាក៏ដោចរិតមករំពេចតែម្ដងក៏និយាយថាពួកគេជាមិត្តនឹងគ្នាច្បាស់ណាស់ថាគេប្រកាសជាជួយខ្លួនឲ្យជួបជាមួយពូរបស់គេជាមិនខានម៉ាមីងធាននេះក៏និយាយថាត្រូវហើយមិត្តប្រកាសជាជួយមិត្តប៉ុន្តែគេក៏បញ្ជាក់ទៅថាពួកគេមិនចូលចិត្តក្មេងស្រីទេហើយគាត់ក៏មិនដែលនៅក្បែរមនុស្សស្រីដែរហើយនេះក៏ស្រាប់តែនិយាយយើងមិននឹងដឹងថាគាត់នឹងមិនចូលចិត្តមនុស្សស្រីបើគាត់មិនទាន់បាននៅក្បែរខ្ញុំផងមីងធានក៏សួរបញ្ជាក់អញ្ចឹងនេះគឺជារបៀបដែលឯងចង់ខ្លាចជាមីរបស់ខ្ញុំមែនក៏ស្រាប់តែម្ចាស់នេះក៏ស្មងវល់ឲ្យមីងធាននឹងជួយគេម្ដងទៅបើសិនជាពួកគេបដិសេធគេក៏ចុះចាញ់ដែរមីងធានក៏ស្រាប់តែយល់ព្រមគេនឹងជួយឲ្យវៃបានជួបពូគេនៅក្នុងចិត្តរបស់វៃនៅពេលនេះគេកំពុងតែក្តីឲ្យតែគេចាប់បានតើប្រយើងដូចជាឯនេះប្រកាសជាខ្ទៀតជាមិនខានទេអូហូគេក៏ដល់ណាយនឹងអាចារ្យអញ្ចឹងកាត់ទៅមើលតែក្រោយតែម្ដងទៅនៅពេលនេះគេដល់ពេលវឹកខាត់ដែរប៉ុន្តែក៏មើលគ្មានចំអកតូចយើងគ្មានបើកភ្នែកទេមីងធានអត់ឃើញអញ្ចឹងនឹងក៏និយាយថាធ្វើអីទៀតហើយតែមានគេនៅទីនេះហើយតើស្រីយើងចំឧលណាគេក៏គេមិនឲ្យធ្វើបានជាដាច់ខាតអូហូបើសិនជាគ្មានលោកនៅទីនេះខ្ញុំសម្រាប់គេតែលោកគិតយ៉ាងម៉េចអន្តតនឹងរងនឹងវាយតែស្រីយ៉ាងហើយប៉ុន្តែអាចារ្យនឹងក៏ខាត់ថាកុំធ្វើអញ្ចឹងអីយ៉ាងម៉េចក៏ដោយគាត់ក៏ជាបងស្រីរបស់ខ្ញុំដែរអូហូឯងចាំមើលទៅឲ្យទៅចេញពីស្លាប់ពេលណាយើងនឹងចាត់ការឯងអូខ្ញុំចាប់តែមើលទេតែលោកឲ្យចាត់ការខ្ញុំរបៀបណាធាននេះនិយាយថាគ្រឺតចំណាយអ្នកខ្លះវិញណាមិនខ្ចីខ្វល់ដេកតទៀតឯងចាំតែមើលទៅកុំណានៅពេលហ្នឹងគ្រប់គ្នាឈរចាំយូរទៅឡើងលងុយដេកក៏សួរថារងចាំពីណាគេក៏យូរម្ល៉េះអញ្ចឹងយើងក៏លេចតែមើលមនុស្សដែលគេកំពុងចាំតែម្ដងទៅនៅពេលនេះគឺបានបដលហើយ CEO យើងនឹងឯងនិយាយពីថា CEO គ្រប់កន្លែងគ្រប់គ្នាគ្រាន់តែឃើញហើយហ្នឹងក៏លួចសរសើរអាយស្អីក៏សង្ហាសបើម្ល៉េះណែអ្នកខ្លះហ្នឹងគ្មានតែបើកភ្នែកទេចង់អាណាសង្ហាអីក៏សង្ហាទៅយ៉ាវៃមើលតែគាត់សម្លឹងមកក៏តើឯងស្គាល់គាត់មែនអាចារ្យនេះសម្លឹងមើលគេបដាក៏និយាយបដាគឺជាកូនប្រុសទី3នៃគ្រួសារវៃហើយគេគឺជាអ្នកមានជាងគេនៅទីក្រុងហ្នឹងណាអូយពូរបស់ឯងក៏សង្ហាម្ល៉េះឯងពិតជាសំណាងមែនហានទឹកហ្នឹងឡើងមានអំនួតម្ចាស់នេះគេក៏សប្បាយចិត្តដែរគិតថាតើឲ្យប្រយើងមើលគេប៉ុន្តែមិនដឹងទេតែភ្នែកគាត់នឹងបាញ់ទៅឲ្យស្រីយើងណោអ្នកដបិតភ្នែកណោសួរថាក្មេងស្រីហ្នឹងគេមែនដល់ឃើញថាបានឆ្លើយគ្រូបង្ហាត់ម្នាក់ហ្នឹងក៏ដើរទៅសួរតែឯងកំពុងតែធ្វើស្អីហាចាប់ទៅឲ្យស្រៀងមានតាគាត់ក៏ចាប់បោកនឹងកែបស្លុយដេកស្អាតម្នាក់ឃើញហើយឡើងបើកភ្នែកឡើងប៉ប៉ុណ្ណានេះថាកុំឃើញតែមានទូចណាប៉ុន្តែមិនធម្មតាទេអ្នកអើយថាងើបមកនឹងក៏សួរគេតែដល់ម៉ោងថ្ងៃហើយម៉ែនោះក៏ស្រាប់តែគ្រប់គ្នានឹងក៏និយាយថាតើស្រីយើងនឹងដេកមកមើលតែកម្លាំងហើយក៏ខ្លាំងសម្បំម្លេះលិតសងត្រូវໄວមីចាយនេះក៏ចូលតួអូយលោកគ្រូយ៉ាងម៉េចគេក៏ធ្វើជាលើគ្រូមិនតែអន្តតនឹងនិយាយពីខាងទៅឲ្យស្រីយើងក៏ស្រាប់តែវៃនេះគេចេញមកមកនិយាយថាបងស្រីគេមិនដឹងអីទេគ្រូកំខាំងអីអូគេធ្វើដូចខ្លួនណៃឡណាអញ្ចឹងណាចំណែកលោកគ្រូម្នាក់ទៀតគាត់ដឹងពីអត្តញ្ញប៉ិតរបស់តើស្រីយើងក៏សួរទៅកាន់ CEO នោះថាកាត់យ៉ាងម៉េចដែរមើលទៅគេបបាក់គ្រប់គ្រងមកតែតើព្រៀងគាត់និយាយថាមិនអីទេចាំមើលតិចទៀតទៅរីឯកម្នាក់ទៀតហ្នឹងក៏សួរថាតើព្រៀងស្គាល់ក្មេងស្រីហ្នឹងមែនមើលតាមជំនាញគេប្រកាសជាទទួលបានការវឹកហាត់មកក៏យ៉ាងខ្លាំងក្លាហើយមើលទៅគេមិនមែនជាមនុស្សធម្មតាទេតើព្រៀងក៏ឆ្លើយតែញញឹមថាត្រូវហើយគេគឺជាមនុស្សរបស់ខ្ញុំហើយគាត់ក៏ប្រាប់ឲ្យលោកគ្រូហ្នឹងប្រាប់ឲ្យគ្រប់គ្នាចាប់ផ្ដើមវឹកហាត់ទៅលោកគ្រូក៏ស្រ័យប្រាប់ឲ្យគ្រប់គ្នាបំបីជាពីរក្រុមទៅមួយដើរទៅឆ្វេងមួយដើរទៅស្ដាំអញ្ចឹងទៅពេលហ្នឹងគ្រូក៏ដើមសួរតើព្រៀងទៅឈ្មោះអីគាត់ក៏ប្រាប់ទៅឈ្មោះ
mua sai dú để tao có ra chập phật khơi nè khla cái thôi quạt ngol ha mày bàn chỉ mà đây tin nhìn chăng cha nó ngay cái đây ở tại riêng thay sầm đây thom tại riêng mình khó cho môi tê lại tại slang mơ nè khla nào năng thôi môi kê khơi cái này tại riêng ở sầm hai tháng ngày ta thấy trong khai chỉ mình cái bọc kê cái này có bộ tại riêng ở pro kia ta mà đóng khả năng hệ chạm ta khai ta cái xua ta trong lệnh ai anh ta ngay cái này tới thà bà sân bài chỉ tại riêng tránh cứ tới lúc cho con hoa sông tô kê cho bà sân chỉ quạt nè ai tới thôi chỉ bốn pro bọc nhungอย่างmệt đấy nè khla năngสำหรับให้บรรทัดต่อสำนักเตะปวดดังอ๋อมันแต่ตัวเสียงคลันตาแบบจะรู้จะจังเลนจะมวยให้เมียนไอ้กำดอกบานนี่นะก็ต้องจัดเกะกัดเกะบักหัดตลอดนั่งเกะมันชื่อแต่ตัวเสียงชนกชนะเกะบานให้นะต้องเอาคณีเกะเมียนเปะอายตุบงุนที่ได้ก่อนตับด่าจริตด้วยเสียงนึงก็รอดรถประมาณจุ่มดังอาจารย์ดังรถขมิ้นดะเชิงเตะเลื่อนโดนเตะตะมวนเคลียร์กรอนตะเคยละเบือนการรถบัสไตเสียงให้กรอนเคลียร์ซาทำดองตะเกยนึงปัจจิคลามบุกไก่เมนรถอดเมียนสำหรับไอ้มันตีมาดองนี่ประกอบจิตรองการบัดขัดยังลุมบ่าให้ตะเกยนึงคลั่งดอกถนัดนึงไว้เนี่ยก็นี่ยัยไม่ได้ออกจากเตะเกะกระเรียงอ่อนจัดได้โดยซาตะเคยตะต่อยเปรียงมือประดายังประดาสองสายตะลุยเป็นจัดสายอยู่มันดังพ้องเนี่ยแกปรามไผ่นะจับนายเนี่ยรถเนี่ยวิ่งรถคลั่งกระจังดันดาได้แต่เสียงก็ซับตะปนอบัดตอนนี้ต้องเอาเคลียร์มาบรรทอนในใส่เรื่องยังเตี้ยนับเป็นเนี่ยเคยทัดต่อยเสียงคือรถขมิ้นฮอตเต้รถประมาณจมเมาก็เคยทัดดอกลายบ้านเนี่ยนางกระสุนตัดดอกให้แม้ตัวใจกระพราบทำมันเคยเต้ดอกเป็นเมื่อในตีเต้เคยทัดดับบุญตีดับใบสิแคนฝ่ายกลุ่มบังเนี่ยสเตอร์แต่มันเชื่อหนังพเนแต่มาดองในซาตันตีเนี่ยวิบ้านแบบใบตราประจำกรงระบบกวาดใดอะไรแล้วสำคัญหนูคือบังใบกำหนดตราประวัติศาสตร์เนี่ยในรถมินตุงนมินตีใครจึงเกณฑ์ประจำประเทศจันแต่มาดองเนี่ยโอ้โหสหายกลางเหมือนเต้นมาจากสมัยคลอนเนี่ยประตบปีเมื่อเคยเสียโอมาชอบเมื่อนางเกยกัดทำบาดมาเมื่อคลวนเต้ใหญ่เลือๆกี่ดังแต่มองปตาเซียวเนี่ยกระมาปราบตาเต้กอดมาเมื่อคลวนตาอะไรเป็นจะไทยหน้าตาเต้นางอกเธอดลายเต้พริมโนกรุบังเบิกปีเนี่ยกบาลประสูติเสยเยอะแต่ปะจิปิมนเมากัญญาสายุเนื้อทลบวักหัดกายสัมตีให้เซียวเนี่ยรองปราบให้ตาเนี่ยคลาก็ชายปลอบก็มาได้เต้กาปีกอดในจันทบัตปีเขมงกอดตายแต่ดำใบให้กอดดังจูนกรอบทนจีดเฟยกอดเนื้อส้มจมวยการรถมีตะมนจังเตอแจแต่เบาครูเนี่ยก็ในยัยเธอจังกอดแจแต่เชื่อดาเตอร์โลกในยุไฟกันยังไม่โดยเปรียกับปราบตากอดคือมีกำลังยกมโนได้มีสมรรถภาพแบบนั้นเตอร์พักหัดบรรทายเตียดกำลังไปในเนี่ยต้องเอาเครื่องกระปงแต่ใหญ่ขึ้นเนี่ยขันจะใส่พองไอพองทัวไอมีใจเนี่ยจับรำจะไหนในบัดดังท่ารถไทยแต่ตีจำนายอารมณ์โดยเปรียบานนั่งแค่รถได้หายในไปตัวจีจังนะเสยเนี่ยคลาวันนี้รถตัวมาดอตีเตลฮัดแลดจังได้กลาดหายเรามากบนนั่งอังคลุนเลยใจมันแสบใจเสียงเคยจังกระปงต่างดาใจปันตาใจดอนไอ้ก็จ้องใส่สบายจึงจะเปะนั่งป้านั่งเซียวยังเตียดเคยทะเลโบนจังนั่งใจเสียงกระปรับไม่ลองลึกขยันสบายจึงระบักยมันระโบดให้แน่ใจหลังสมาร์ทไว้ไม่เรียบเนี่ยลือให้ตรอกแต่ปะโตเตมันรักสมันตาใจเสียงนี้คลาหันสปามเลยเห็นไว้สมาร์ทจะมวยซีโอไฟเมื่อแต่เนี่ยไล่จ้องมีจะบัดรูตีดให้นั่งไว้นั่งใจหลังสบายใจแต่ปะปนดังเคลียได้ปะตาเตจาซีโอยังเนี่ยก็ซับตลกจังกงกรับจ้องสายสบายจึงเอาถวยแบบเนี่ยหลังสลังกั้งเอาอย่ามันแจอาจารย์นั่งใจหลังสวมนั่งตำรวจนั่งไฮโดยซาตายซีโอเนี่ยตายแต่จ้องสบายจึงแค่เดี๋ยวรอปะตับจ้องไฮกระสุนตายแต่ยังไม่ได้โอเคพอตั้งแรงขังกับบานได้จำนายขโมยเนี่ยเรามาดักโซปูทำให้บานแต่จ้องสบายจึงเอาขมิ้นนั่งแต่วิ่งปูเนี่ยบานชายเตะกอดกระสายขโมยแต่ไงดีคิดเฟอร์บานอ่อนจะให้กอดดังโยเกตหัดเนื้อใบที่ไงกระมันตอบเตียนก็แค่โจรวมดาลอาดขโมยเนี่ยก็โยนปลอมกระซับตัวไอ้เรื่องในยัยทำให้จังช่วยขโมยเกตไปเกแม่ถ้าเสียวยังเนี่ยก็สูบเจียถ้าจะมาให้แม่ถ้าจังขโมยเจียบองเสร็จบอกเกตเตยก็จังเกตเตยตัวเฟอร์ยังเนี่ยเราแต่ยัยตอนเตะกระซับแต่ขโมยนัวก็ตัวสกวาตมองทำไปเก็บพลอยจังหายเกก็เตยแต่กรบตามเปียสัญญาปูเนี่ยเราแต่ยัยกาเตปปีเนี่ยนะสระได้สระเชิงนี่เตตามตะนังเตฮัลโหลเตมวยกวดเนี่ยได้หัวจัดอันเน่าแน่มันตะตอยสิยังเนี่ยละงงเตไอไว้มันดังซอโดยสาตาเนียงเกนั่งแล้วบังเอาไว้กรบยางนำไปมาหลอกอาจารย์เนี่ยเรียบดาวเตให้กระซับแต่ขโมยเกนั่งซัวแต่ปัจจุบันทวีจิมีระบาเกแมนไออะไรนั่งแกสมบัติเมียนตัวสิยังคลากมาเพอปูเกขังซอตัวสิยังกระซัวแต่ขังแกยังไม่แกก็คลุ้งจะตะเกขังโทปตะขังเกทอมรามาหลอกลวนไว้นั่งแต่ขโมยเนี่ยกระปราบตะปูปืนครั้งมันล้อเต้ไม่ใช่จังนั่งลูกปรักยมตีเตเมื่อบาเกขังแม่น่ะวิการเรื่องเอชจะล่างเนี่ยนั่งแกกับปรองปราบตะเกกระซัวมวยสมนวนสั้นให้ได้บรรจุตายเสียงรถบ้านล้อมแล้วมีตำงนจังก่อนกับปรับแต่กอดรถในหลังพนมรถไงก่อนรถบ้านล้อเวียมันจำลายเตแต่มินเทียนเนี่ยปรองเชื่อเต้นะพลิมโนกระซับแต่กองจารบตายประยังรถมาบ่ายเนี่ยตั้งปีกับปรับท่าซีโอหาตะจูบอาจจะให้ไว้เคยทาวการล้อเมากับรถมาสู้เทียนใครมันนั่งคือสัญญาจะมวยท่าเอาจุ่มมวยปูเก้เลยจุเก้มันตีเตอเนาะแต่มินเทียนกับปรับเตอทำมันกาเตจำไปกระหอยเตอ
អត់ហ៊ានដែរនោះខ្លាចពូរួញវៃនេះបានត្រឹមតែខកចិត្តប៉ុន្តែគេក៏នឹងរកឱកាសក្រោយទៀតក្លែងមកមើលអ្នកទាំងពីរដែរវិញពីចេញមកពីវឹកហាត់វិញក៏ស្រាប់តែអាចតូចនេះខូចតែមកពពលគេទៅញ៉ាំអីតែមីធាននឹងអត់ហ៊ានទៅណាខ្លាចច្បាប់ក្រុមណាខ្លាចតែពូគេដឹងបញ្ចប់គេមិនទៅជាដាច់ខាតក៏ស្រាប់តែតៃស្រីនិយាយថានៅទីនេះគឺគ្មានកាប់រ៉ាទេជឿជាក់លើគាត់ទៅជុំពូគេដឹងមិនអីទេក្រែងអីជាប្អូនយើងទៅអ្នកទទួលខុសត្រូវក៏បានដែរធានបន្ទាប់ពីស្ដាប់ការបញ្ចុះបញ្ចូលរបស់តៃស្រីយើងប្រគប់សំជាមួយឃ្លានទៀតផងនោះក៏ព្រមទៅដើមតបានណាណីផងក៏ស្រាប់តែមានអ្នកខ្លះមកសួរទៅណាទៅអីញ៉ាំឆ្ងាញ់ហ្នឹងហើយដល់ងាកមើលទៅក្រុមឆែបអ្នកខ្នេះគ្រាន់តែឃើញញ័រតាថាពូយ៉ាមិនបានជិះលោកមកនៅទីនេះអ្នកខ្នោះញ័រមកតាពូខ្ញុំមិនដឹងអីទេខ្ញុំមកគ្មានឃ្លានអីទេខ្ញុំទៅហើយប្រេវតបាត់ខ្លាចយកតែមែនទេខ្នេះចាប់ដើមលួយដោយសារតែគេរត់ចោលទោះខ្លួនតែម្នាក់ឯងគាត់ពិតជាខកចិត្តខ្លាំងមែនតើខំទុកគេជាប្អូនមិនថាគេនឹងតបស្នងខ្លួនចឹងសោះស៊ីអូនេះក៏សួរថាចង់បានអីក៏ស្រាប់តែតើស្រីយើងក៏ប្រាប់ឲ្យគេជូនគាត់ទៅញ៉ាំអីមកឬទៅញ៉ាំអីស៊ីអូយើងក៏ប្រាប់ថាមិនកើតទេត្រូវគិតលើវិន័យអូខេធ្លាក់ទឹកមុខហើយនឹងក៏ប្រាប់ពួកខ្លួនឯងថាកុំឲ្យឃ្លានហើយមិនបានចេះតែកោអញ្ចឹងអញលឺអត់អញអត់ត្រូវស្ដាប់វិន័យហើយមិនបានតកោទៀតអីយេហ៊ីទៅថាឲ្យពោះនេះហើយក៏ប្រាប់ស៊ីអូយើងវិញទៅថាលើឃើញអត់វាមិនឈប់កោទេធ្វើយ៉ាងម៉េចស៊ីអូយើងមានតែចរណាក៏ប្រាប់ទៅថាអីទេគាត់ដាក់ជូនទៅញ៉ាំអីក៏បានដែរហើយក្មេងច្បាស់ទៅយើងនេះឡើងសប្បាយចិត្តមេក៏ប្រាប់ថាកុំជីកាតូចត្រូវទទួលវិជាទៅមកអូលឿនណាស់ចាំតែពាក្យដឹងតារាវគ្រាន់តែមកដល់លើឡានហ្នឹងស៊ីអូយើងហ្នឹងក៏បានដាក់ខ្សែក្បាត់ឲ្យគេទៅតែពេលដាក់ហ្នឹងឃើញថាមុខវិចិត្រគ្នាធ្វើក្មេងច្បាស់តូចនេះចាប់ផ្ដើមបេះដូងលុតខកចង្វាក់ហើយលុតឌុបដាក់ធ្វើខ្លួននេះចាប់ផ្ដើមឆ្ងល់ហើយមិនបានទៅជាអញ្ចឹងមិនដឹងទេណាថាអារម្មណ៍ហ្នឹងគឺជាអារម្មណ៍ស្នេហាផ្លឹកហ្នឹងក៏សាប់តែកោវិកោមកទៀតគ្រីកគ្រូកស៊ីអូនេះឡើងសម្រាប់ក៏ប្រាប់ទៅតោះយើងទៅញ៉ាំ barbecue អូឮតែអញ្ចឹងអូសប្បាយចិត្តណាស់ដល់ពេលស្អាតឡើងដើរត្រុកចេញមកចំពេលដែលមីងធានដើរមកកន្មងគ្រាន់តែឃើញតៃស្រៀងគេក៏មកសួរថាយប់មិញលួចចេញទៅញ៉ាំអីពួកគេនឹងអត់ចាត់ការអីទេមែនស្លឹងឆ្វេងស្លឹងស្ដាំនៅពេលកំពុងតែនិយាយគ្នានឹងអត់ចាប់អារម្មណ៍ទេវៃក៏គេនៅនឹងដែរគេស្ដាប់ឮទាំងអស់គេនៅពេលនេះកំពុងតែកាត់រកវិធីហើយភ្លាមនោះគេឃើញថាអ្នកទាំងពីរមើលទៅនិយាយស្រស់ស្រាយគ្នាពេកទៅគេក៏មានអារម្មណ៍ថាចំណានមកតែម្ដងមិនបានជាគ្រប់គ្នាចូលចិត្តនាងនឹងស្បាម្លេះឥឡូវមិនកើតទេគេត្រូវទៅយកឱកាសនេះដើម្បីចូលទៅចិត្តឯប្រុសយើងក៏បានលបចូលទៅរកកន្លែងហារដ្ឋាកងពលប៉ុន្តែក៏ត្រូវបានកងពលម្នាក់ខាត់ធម្មតាចូលទៅទេកន្លែងនេះគឺសម្រាប់តែកងពលពិសេសតែចៅនេះក៏ប្រាប់ថាគេវិញផ្លូវគេមករកពួកម៉ាក់ទេសុកក៏មកដល់កន្លែងនេះតែបុគ្គលិកម្នាក់នឹងអត់ជឿអ្វីទេគិតថាគេនឹងមកចារកម្មចង់ចាប់គេព្រាមនោះធានក៏មកប្រាប់ថាគេគឺជាពូម៉ារបស់ខ្ញុំប៊ីហើយនាងកំអីនឹងដេកគុកស្អាតឡូវនឹងទៅបុគ្គលិកបងពលម្នាក់នោះព្រមដោះលែងអាចារ្យនេះក៏និយាយគេមករកមីនធានឲ្យធ្វើតាមសន្យាជួបពួកគេតែមីនធានក៏ប្រាប់តែគេធ្វើមិនបានទេអាចារ្យនេះក៏និយាយថាគេនិយាយឲ្យមិនបានជាមិនគ្រប់ពាក្យសន្យាអញ្ចឹងធាននេះទ្រាំមើលទឹកមុខគួរណិតបានក៏យល់ព្រមទៅចំណែកតែស្រីក៏និយាយថាម្ចាស់នឹងមេរំខានគ្រប់ពេលត្បូងឲ្យទៅត្រាថងទៅហ្នឹងឯងនិយាយថានឹងមានន័យថាយ៉ាងម៉េចថាចាយមេរំខានហ្នឹងឯងគ្រាន់តែតៃស្រៀងជួមកដល់ឃើញថាស៊ីអូនេះរងចាំជាស្រេចក៏សាប់តែឃើញអ្វីមកដល់ដែរគេហ្នឹងក៏ណែនាំខ្លួនថាជាបងប្អូនរបស់តៃស្រៀងគេមានឈ្មោះអីចឹងទៅចង់និយាយទៅស៊ីអូយើងនេះអត់មានខ្វល់ជាមួយទេអ្នកកណេះគ្រាន់តែនិយាយបាច់ថាគេឃ្លានហើយវៃនេះឃើញតែតៃស្រៀងវៃស្មើជាមួយស៊ីអូទ្រាំមានតែបានណាក៏បានស្រីឲ្យតៃស្រៀងថាមិនបានជាមិនមានក្រុមសិលធម៌អញ្ចឹងគេនិយាយចេញមកឡើងហួងហែងតែស៊ីអូយើងនេះក៏សួរថានាងជាណាអ្នកគេឲ្យនាងចូលខាងក្នុងនោះអញថាហើយថាវៃចាប់ផ្ដើមហើយនិយាយមិនចេញទេប៉ុន្តែមីងធាននេះក៏ចេញមុខមកជំនួសថាគេហ្នឹងឯងជាអ្នកនាំនាងចូលមុននឹងខ្លះហាត់ទេជួយការពារគេដល់ឃើញពូសលឹងហ្នឹងគ្នាចង់រៀកនោះបដាហើយប៉ុន្តែសំណាងល្អពេលហ្នឹងក៏ស្រាប់តែតៃស្រៀងក៏ពួរមកក្រាច់ក៏ប្រាប់ទៅតែគាត់តែឃ្លានហើយអ្នកទាំងពីរណាក៏រួចខ្លួនមកពេលទៅដល់ថាតែ CEO យើងនេះកំពុងតែខ្វាយខ្វល់ជាមួយក្មេងទៅក៏សួរតែចង់ញ៉ាំអីអាចារ្យនេះក៏ស្រាប់តែរៀបរាប់ឡើងចង់20មុខអី King Crab ផ្លូវមន់អូហូហែបតែ CEO យើងនេះក៏យល់ព្រមទៀតធ្វើឲ្យកូនចៅហ្នឹងក៏ប្រាប់ទៅថាច្បាយកន្លែងយើងអត់មានទេបើធ្វើចឹងឲ្យពៀនច្បាប់និយាយច្បាប់ជាមួយមេធំមិនត្រូវនេះមេនេះក៏និយាយថាបើមនុស្សស្លាប់បាត់អ្នកណាគ្រប់ច្បាប់ទៀតទៅទិញមកវិក័យប័ត្រទាំងប្រមាណហ្នឹងទោះឲ្យគាត់ជាអ្នកចាប់ចែកអាងច្បាស់អញ្ចឹងទៅតើបានកូនចៅនេះព្រមទៅទិញប៉ុន្តែភ្លាមនោះគាត់ក៏មិនភ្លេចបាយមកស្ដាយឲ្យធានដែរវៃចូលមន្ទីរទាហានគាត់ក៏ប្រាប់ឲ្យយកវៃចេញទៅហើយក៏មិនមានលកក្រោយទៀតក្មួយនេះក៏ប្រាប់ថាគ្មានទេភ័យចង់ងាប់អីមុនហ្នឹងប៉ុន្តែអាចារ្យនេះខ្លាចថាគេដេញចេញក៏ប្រឹងព្យាយាមធ្វើមកស្រាមួយទៅឲ្យស្រីយើងសុំញ៉ាំអាហារពេលល្ងាចអីណានេះធ្វើឲ្យមីងធានលឺហើយគេលង្ហួសចិត្តមិនស្មានថាអាចារ្យហ្នឹងមកក្រាបដល់ថ្នាក់ហ្នឹងចង់នៅចិត្តពូរបស់គេណែគេឃើញធាតប៉ិតអ្នកឯណាទៅឲ្យស្រីយើងវិញក៏ប្រាប់
ថាមិនលឺទេមុននឹងគាត់ប្រាប់ឲ្យនាងចេញមិនបានជានាងនៅចង់ញ៉ាំអាហារពេលល្ងាចទៀតតែនិយាយថាខ្ញុំមិនដឹងច្បាប់ទម្លាប់តែមើលទៅនាងដូចល្ងងជាខ្ញុំទៅទៀតដល់ពេលគេថាឲ្យចឹងទៅម្ចាស់នាងចាប់ផ្ដើមខឹងបដៅក៏សួរនឹងបងជាបងប្អូននឹងគ្នាហើយចុះបងនឹងគេជាស្អីតើឲ្យស្រៀងក្បែរទៅសួរ CEO យើងវិញខ្ញុំនឹងលោកមានត្រាក់តំណងអី CEO ណក៏ប្រាប់គ្មានអ្វីទាំងអស់ញ៉ាំមិនវិញប្រាប់មកខ្ញុំទៅងុំអត់ទៅសរសើរតើស្រៀងថាឆ្លាតទៀតក៏ប្រពល់ទៅធ្វើឲ្យម្ចាស់នេះបានត្រឹមទៅតូចចិត្តដាក់ចេញទៅបាត់ចំណាយមិញធានអាកាសុំទៅតាមទៅមិនយល់នៅណែហេតុអីបានជាគេតូចចិត្តស្បាម្លេះ CEO នេះខ្ជិលបញ្យល់ច្រើនក៏ប្រាប់ថាបាច់ចាំដឹងច្រើនរឿងពេកទេឥឡូវពួកយើងអត់ទៅញ៉ាំអីឆ្ងាញ់ៗវិញអីអ្នកខ្នេះគឺតែឆ្ងាញ់ចាំការល្ងងមែនអត់ដឹងរឿងមនុស្សសញ្ចេតនាអីសោះតើស្រីយើងនឹងនៅពេលនេះវិញមិញធានក្រឹតមកតាមអាចារ្យនៃអាចារ្យឃើញតែគេមកលួងក៏យំអោបគេមួយហើយក៏ល្អរទាំថាគេនឹងរងភាពយុត្តិធម៌តើស្រីយើងធ្វើបាបគេមកខ្លួនឯងនឹងជាជនរងគ្រោះប៉ុន្តែមិញធានក៏ប្រាប់វិញទៅថាអត់ទេតែប៉ុន្តែមុននឹងគេប្រាប់ឲ្យអាចារ្យនឹងចាក់ចេញតើខ្លួនឯងសោះនឹងតែសុំគេទាំងតែការប៉ុន្តែដឹងតែគេដេញឲ្យខ្លួនចាក់ចេញណាតែអាចារ្យនេះអត់ទទួលស្គាល់កំហុសទេបើជាស្ដីឲ្យមិញធានក៏ប្រាប់ឲ្យមិញធាននឹងចេញទៅបើកាន់ជើងគេអញ្ចឹងហ្នឹងគេក៏មិនចង់នៅស្ដាប់ទៀតដែរមិញធានណាខ្ជិលនិយាយបើគេជ្រុះចេញយើងចេញហើយចាំកាលនៅមុខក្រាស់ទៀតទៅអីមនុស្សអត់ចេះទទួលស្គាល់កំហុសអញ្ចឹងដើរចេញទៅបាត់ធ្វើអាចារ្យនេះឃើញគេចេញទៅហ្នឹងចាប់ផ្ដើមខកចិត្តឲ្យទៅមែនសេចលឹកប៉ាឡងឲ្យគេមកវិញចាអត់ទេគេមកទេឲ្យសមមកក៏កាត់ទៅដល់3ថ្ងៃក្រោយទៀតឃើញថានៅពេលនេះសាលាគឺវ៉ាកងហើយអាចារ្យនេះក៏សួរថាបាត់មិញធានទៅណាមួយរយៈនេះដូចមិនឃើញគេហ្នឹងមើលក៏រកអាចារ្យនឹងសោះឮហើយនេះអាចារ្យចាប់ផ្ដើមតូចចិត្តបដាក៏បាត់គេក៏ក្នុងចិត្តទៅសង្ស័យតែអន្តិតហ្នឹងពេញចិត្តនាងសាយូដែរហើយមើលទៅនោះដល់គិតមានដឹងតែគេហ្នឹងដើរមកណាក៏និយាយទៅឆ្កែវាមិនបេចាស់ហើយវាចង់ទៅណាក៏ទៅធ្វើឲ្យតែស្រៀងដើរមកដល់ក៏សួរឆ្កែអញណាឆ្កែនៅណាឆ្វេងងាកស្ដាំរកមើលមិនឃើញដល់ងាកឃើញមានធានអញឯងមែននៅឆ្កែតែគេសំដៅដល់ហ្នឹងហើយឡើងកដាលមកធាននៅទៀតណាក៏សំតែស្រៀងទៅមុនបាត់ទៅខ្ជិលនៅនិយាយជាមួយអាចារ្យហ្នឹងភ្លាមនោះក៏ចាប់តែមានមនុស្សមកក្រុមមកដល់ក៏សរសើរវៃថាមានបងប្រុសជាតារាល្បីឥឡូវនេះកំពុងតែវាយរ៉លពេញអ៊ីនធឺណិតគេក៏សុំឲ្យម្ចាស់ហ្នឹងចុះហត្ថលេខាឲ្យណាត់ជួបបងប្រុសគេអូយឡើងហោហាតបែឡោតដល់ពេលពួកម៉ែគេឆែកមើលទៅក៏ឃើញថាបងប្រុសឯងនេះលេងរឿងនេះល្បីហើយពួកម៉ែមានបងប្រុសជាតារាល្បីហើយអូអាចារ្យនេះគេឡើងចាងមកកម្រិតទៀតបដាក៏តែអាងប្រាប់គ្រប់គ្នាទៅថាមិនអីទេចាំគេប្រាប់បងប្រុសគេឲ្យគ្រប់គ្នាហ្នឹងបានសញ្ញាគ្រប់គ្នាអូគេនិយាយមកក៏ឡើងលយប៉ុន្តែក្នុងចិត្តវិញភ័យចង់មកបាយដោយសារតែខ្លួននឹងបងប្រុសម្ដាយនិយាយរកគ្នាផងហ្នឹងភ្លាមនោះក៏មាននារីម្នាក់សួរថាក្រែងយើងឮថាបងឯងជាមួយនឹងឯងមិនមែនជាបងប្អូនមកកាន់នឹងគ្នាណាហើយហេអ្នកណាគេនិយាយហានិយាយមិនទាន់បានផុតមាត់ផងក៏ស្រាប់តែមានឡានមួយបើកមកល្មើគ្រប់គ្នានេះក៏ចាប់អារម្មណ៍បែរមើលលាន់ទៅចុះខុសទៅអាស្រីយើងទេនិយាយពីថាទឹកមុខឡើងស្មើថេងដោយអេដមីនដាក់មិនខុសទេអ្នកទាំងអស់គ្នាហើយអ្នកដែលមកហ្នឹងគឺជាបងប្រុសទី4គេទាំងឯងគ្រាន់តែនេះក៏គិតក្នុងចិត្តទៅឯងធ្វើម្ដេចយើងស្លាប់គិតថាយើងយកឯងជាប្អូនមែនហើយក៏ដើរទៅអោបវៃណាទៅធ្វើឲ្យម្ចាស់ហ្នឹងឡើងស្លាំងកាំងគេក៏ប្រាប់ថាមកយកវៃធ្វើឲ្យម្ចាស់នេះឡើងសប្រៃមិននឹកស្គាល់ថាបងប្រុសរបស់គេហ្នឹងគេធ្វើល្អដាក់ខ្លួនព្រោះតាតាំងពីតូចមកពួកគេមិននិយាយរកគ្នាទេចំណែកគ្រប់គ្នាវិញនិយាយពីថាសរសើរវៃមកដៃពីមាត់ទេថាគេពិតជាសំណាងពូណាហូហែតប៉ែលោតឯម្នាក់ទៀតក៏និយាយថាអ្នកទាំង3មើលទៅមកត្រឡប់ជុំគ្នាវិញហើយក៏ស្រាប់តែអន្តិតនេះក៏បែរតែប្រាប់ថាអូផ្លេចទៅឡានរបស់គេហ្នឹងមានកន្លែងអង្គុយតែ2ទេមើលទៅឯងត្រូវជិះតាក់ស៊ីទៅវិញហើយអូយគេនិយាយមកឡើងលឺទៅឯងស្រីយើងទៅខ្វល់ទៅក្រាត់ចេញទៅបាត់ណែឯងមិនលឺយើងនិយាយទេច្បាស់ទៅយើងបានមកវិញក៏និយាយទៅលើតាហើយវាយ៉ាងម៉េចអ្នកក្មេងល្ងងមើលទៅឯងប្រកាសជាបបាក់ចិត្តដែរដែលយើងមិនព្រមទទួលស្គាល់ឯងជាបងស្រីប៉ុន្តែបើសិនបើឯងធ្វើឲ្យយើងសប្បាយចិត្តយើងអាចចិត្តអីខ្លះគេនិយាយមកឡើងលយតែស្រីយើងក៏ប្រាប់ថាតាមពិតគាត់ក៏ស្អប់គេដែរហើយថ្ងៃក្រោយទៅមិនបាច់ចាំសម្ដីធ្វើជាគួសមដាក់គ្នាទេធ្វើអន្តិតនេះឡើងផ្អើលហើយអាចក្មេងទេមិនបានជានិយាយចឹងដាក់ខ្ញុំអូខេមិនទេខ្ញុំនិយាយតាមសម្រួលច្បាប់របស់ខ្ញុំគឺហាមនិយាយជាមួយប្រយ័ត្នមកដៃណាតែអន្តិតនេះមកប៉ាស្មាមានអីទៅឲ្យស្រីយើងក៏រញឲ្យដួលមួយទៅគ្រប់គ្នាគ្រាន់តែឃើញចឹងហ្នឹងក៏បានឲ្យគាត់សុំតោអាចារ្យវៃគេនិយាយពីថាក្លាហានដើមមកស្រីឲ្យទៅស្រីយើងមើលទៅគ្មានអ្នកបដៅទេបានគេនឹងធ្វើខុសបញ្ជាសុំតោនិយាយមិនតន់ចាប់ផងស៊ីមកកភ្លៀងបានស្រាយហ្នឹងក៏ស្រីចាច់មកត្មងយើអញក្លាហានណាហ៊ានផ្ទះយើងផងចាម្នាក់ហ្នឹងក៏ស្រីបតោថាតើស្រីយើងនេះគ្មានសិលធម៌ធ្វើខុសហើយគឺត្រូវតែសុំតោគេស្រីសូមព្រមគ្នាធ្វើឲ្យតើស្រីយើងឡើងក្តាប់ដៃជាប់ផងដើរទៅរកវៃទាំងអស់គ្នាតើបតើតំណាងឡើយយើងនេះមកខតតន់ក៏ប្រាប់តែកុំឲ្យខឹងអីគ្រាន់តែឃើញមុខគេនឹងក៏ធ្វើឲ្យគាត់ទៅជាចិត្តវិញទៅស៊ីអូយើងក៏បានទៅសួរនឹងណាគេខ្លះឲ្យសាយូនឹងសុំតោម្ចាស់នេះក៏សារភាពថាគឺជាគេគ្រាន់តែខ្លាចថាបងស្រីនឹងអាចនឹងធ្វើខុសហើយធ្វើឲ្យតំណែងតំណងបងស្រីជាមួយនឹងបងប្រុសទី4កាន់តែយ៉ាប់យ៉ឺនទៅណាគេគ្មានចេតនាអីផ្សេងទេអូនិយាយមកក៏ឡើង
កំសាទអើយ innocent ហ្មងក្នុងចរាចរណ៍នេះកំពុងតែកាត់ដែរថាតំណាក់តំណងតួឯស្រីយើងជាមួយនឹងលោកមិញឡងមើលទៅមិនធម្មតាទេបានជាគេការពារឋានៈហ្នឹងហើយបុតភ័ក្ររបស់គេហ្នឹងក៏មកជួយនិយាយទៅហ្នឹងវៃគ្រាន់តែបរៀនគេតែចង់និយាយថាយាយអីក៏ CEO យើងមកស្រាប់ដែរអន្តនីក៏មកសុំចាប់ដៃជាការស្គាល់លើកដំបូងតែចង់និយាយថា CEO យើងអត់ចាប់ហើយក៏ប្រាប់អន្តហ្នឹងរកកុងត្រាឬក៏ថាការសម្ដែងអីទាំងអស់គាត់គឺបញ្ឈប់ហើយដកឈ្មោះអន្តហ្នឹងចោលហើយខ្ទេចខ្ទីគ្មានសល់ដកដូចគល់ស្បៃធ្វើអន្តនេះក៏និយាយថាមិនបានជាសុកគេតការពារស្រីព្រៃម្នាក់ហ្នឹងទៅវិញចាស្រីព្រៃមួយ CEO យើងអត់បានទេណាក្នុងផ្នែករបស់គាត់គេគឺជាក្មេងដ៏គួរឲ្យស្រឡាញ់បំផុតលើលោកនេះយ៉ាងម៉េចដែរអ្នកខ្លះស្ដាប់ហើយឡើងខ្ញុំក្បួចតែម្ដងហើយគាត់ក៏បានតែនិយាយទៅលោកស្អប់គេដោយសារតែគេកាត់មកម្ដាយលោកស្លាប់មែនត្រូវហើយដោយសារតែនាងក្បៃខ្ញុំក៏មិនត្រូវកំព្រាម្ដាយតាំងពីអាយុ2ឆ្នាំដែរអូហូយនិយាយទៅខឹងតើស្រីយើងតែមែនតែណាតែនេះប៉ុន្តែ CEO ក៏ប្រាប់ថាបើគេចង់ដឹងច្បាស់ឲ្យទៅសួរបងប្រុសគេម្ដងទៀតទៅហើយគាត់ក៏បានតែនិយាយថាប្រហែលអ្នកនេះដែលប៊ូលូពួកម៉ាក់រួមគ្នាហ្នឹងឲ្យកូនចៅគាត់កានតិចទៅចានិយាយរួចក៏ដែរចេញទៅបាត់ចៅរបស់គាត់ក៏មកប្រាប់គ្រប់គ្នាទៅថាវិញបង្វាច់ចេញពីសាលាទៅស្អីបាច់ចាំមករៀនទេចាដេញចេញទាំងនោះតែមកស្អីគេពួកយើងមិនបានជារងភាពអយុត្តិធម៌បែបហ្នឹងមិនកើតទេវៃឯងត្រូវតែនិយាយឲ្យពួកយើងហើយទៅគ្រប់គ្នាហ្នឹងបានដឹងចរិតពិតរបស់វៃអាចារ្យហ្នឹងមានតែហ៊ានជួយនិយាយណាគេខ្លះតែត្រូវដេញចេញដែរម្នាក់ក៏ចាប់ផ្ដើមដៀលបដ ாய் គេឮថាម្ដាយគេវៃជាអ្នកលេងសួរលបងបងថ្លៃឲ្យឡើងតំណែងណែយើងរឹកស្មានតែឯងថោកទាបដល់ថ្នាក់ហ្នឹងសោះអាចារ្យនេះក៏សូមឲ្យបងទី4គេជួយចាចង់និយាយថាទឹកនេះអត់ខ្វល់ជាមួយទេក៏ប្រាប់អាចារ្យហ្នឹងមិនមែនបងគេទេហើយក៏ដេញអាចារ្យហ្នឹងត្រាក់ទៅចំគ្រប់គ្នាបានដៃប្រយព្រួតវៃអាចារ្យហ្នឹងត្មងទៅក្លែងមកមើលតើស្រីយើងនៅតាមផ្លូវឯនេះវិញជីឡានបដាហ្នឹងអារម្មណ៍ដូចមិនសូវល្អប្រហែលទេ CEO យើងគ្រាន់តែឃើញហ្នឹងគាត់ក៏ដឹងថាអាចារ្យហ្នឹងប្រកាសជាអន់ចកាយអញ្ចឹងក៏ទាញស្កក្របមួយយកមកឲ្យញ៉ាំក៏សួរថាតើស្រីមិនសប្បាយចិត្តឬដែលបានកាត់ឡើងមុនហ្នឹងមែនបណ្ដាក៏ស្គាល់ក្មេងច្មាក់តូចប៉ុន្តែនាងច្មាក់តូចនេះណាមិនមែនខឹងរឿងហ្នឹងទេគេក៏សួរទៅកាន់តើប្រុសយើងវិញហេតុអ្វីបានជាចាត់ទុកគេជាក្មេងអញ្ចឹង CEO នេះដឹង reason បានសាច់តាមពិតទៅគេខឹងខ្លួនដោយសារតែរឿងហ្នឹងសោះគាត់ក៏សួរទៅថាធ្វើក្មេងមានអីមិនល្អហើយម៉ាស៊ីនហឹង្សាទាំងអស់ហ្នឹងក៏ចាត់ទុកតើស្រីយើងដូចជាប្អូនដែរតើគាត់ក៏សួរតើប្រុសយើងវិញចុះលោកចាត់ទុកខ្ញុំដូចពួកគេចាត់ទុកខ្ញុំជាប្អូនដែរមែន CEO ឮបែបហ្នឹងគាត់ថាគៀងវិចារតែម្ដងក៏ស្រាប់តែអ្នកខ្លះសុំគាត់ធ្វើជាសង្សារឬបែបហ្នឹងតើព្រាក៏សួរថាតើស្រីយើងហ្នឹងអត់ចង់ទៅរស់នៅជាមួយគ្រួសារគេវិញទេអីតើយើងក៏ប្រាប់ថាអត់ទេហើយខ្ញុំក៏ដឹងច្បាស់ណាស់ថាលោកគឺខុសពីពួកគេខ្ញុំដឹងថាថ្នាក់ណានឹងលោកបញ្ជូនខ្ញុំចេញគឺខ្លាចថាខ្ញុំក្រៅពីគ្មានអារម្មណ៍អីទាំងអស់គឺបង្ករឿងប៉ុន្តែចាប់តាំងពីពេលដែលខ្ញុំចូលទៅរស់នៅក្នុងគ្រួសារឈីឬទៅក្នុងសាលាគ្រប់គ្នាចង់និយាយអីធ្វើអីខ្ញុំគឺគ្មានអារម្មណ៍ទាំងអស់តែលើកឡើងតែនៅពេលដែលមានវត្តមានលោកទើបធ្វើខ្ញុំហ្នឹងចង់យំណែអ្នកទាំងអស់គ្នាគាត់ចង់និយាយថាគ្រប់គ្នាគ្មានអ្នកណាគេធ្វើអីគាត់មានអារម្មណ៍អីទេក្រៅពីតើឲ្យប្រុសយើងអញ្ចឹងណាអ្នកខាងនោះបន្ទាប់ពីស្ដាប់ការរៀបរាប់របស់គេហើយបែរជាបដិសេធអត់ព្រមទទួលយកតើឲ្យស្រីយើងធ្វើជាសង្សារទេអ្នកទាំងអស់គ្នាធ្វើក្មេងច្មាក់តើយើងនេះល្អអន់ចិត្តស្មើសេតយុទ្ធមែនតែនណាសួរថាអ្នកណាបញ្ជើសូមគេធ្វើសង្សារគេបែរជាបដិសេធចាឃើញថាបន្ទាប់ពីពេលបដិសេធមកតៃស្រៀងអត់និយាយអីទេបើផ្ទះហ្នឹងចុះពីលើឡានទៅបាទទៅ CEO យើងនេះហាប់អត់និយាយមិនតាន់ទេគាត់ក៏ប្រាប់ឲ្យកូនចៅចេញទៅប៉ុន្តែអ្នកខ្លះនេះវាទៅពេកក៏សួរច្បាយតាមត្រង់ត្មងទៅមិនបានជាធ្វើអញ្ចឹងខ្ញុំដឹងណាលើលោកនេះគ្មានអ្នកណាគេស្រឡាញ់គាត់ដូចច្បាយទេតៃព្រៀងក៏ប្រាប់អញ្ចឹងហ្នឹងវាមិនអយុត្តិធម៌សម្រាប់នាងតែងតែនៅជាមួយគាត់គ្រប់ពេលនាងនៅតែមិនដឹងនៅក្នុងពិភពលោកនេះតើនឹងមានមនុស្សប៉ុន្មានអ្នកដែលនាងពេញចិត្តទៅបើសិនជានាងជ្រើសរើសយកខ្ញុំនៅពេលនេះខ្ញុំខ្លាចថានាងនឹងស្ដាយក្រោយនៅពេលក្រោយកូនចៅគ្រាន់តែលឺបែបហ្នឹងហើយធ្វើគាត់តែបច្ចុប្បន្នចិត្តយ៉ាងមែនតែនគាត់ក៏ប្រាប់ទៅបើសិនជាមានអ្នកណាលឺពួកគេនឹងអាចស្រោចទឹកភ្នែកបានណាដោយសារតែប្រយោគតៃប្រុសយើងត្រូវគិតថាគ្រប់គ្នានឹងក្រៅពុកនេះខ្សិតតែចង់បាត់គាត់ទាំងអស់តែគាត់ក៏ប្រាប់ទៅគេគឺជាពួកគេសៅយូគឺជាសៅយូនិយាយទៅក្នុងដួងចិត្តរបស់គាត់គឺមានតែសៅយូម្នាក់គាត់ទេអ្នកទាំងអស់គ្នាប៉ុន្តែគាត់ចង់គាត់ផ្ដល់ឱកាសឲ្យតៃស្រៀងគាត់បានច្បាស់មុននឹងយកគាត់អញ្ចឹងណាហើយគ្នាមានបំណងអញ្ចឹងទេតាមពិតទៅនោះប៉ុន្តែអ្នកខ្លះវាមានតែដឹងណាឥឡូវនេះមកបាយហ្នឹងសេតគ្រប់គ្នាតមួងកុំមើលម្នាក់ទឹកមុខឲ្យស្មើអ្នកខ្លះអាចជាប់ពេញមុខតមួងនិយាយពីថាខឹងនោះឈឺយទៅមែនតែនឃើញថាបរិយាកាសវាអាប់អួរពេកម្ដាយរបស់វៃក៏បានលើកសរសើរទៅកាន់បងប្រុសទី4គេទៅថាលើខែជាតារាល្បីមើលទៅបងស្រីគេចង់ចូលសិល្បៈត្រូវពឹងពាក់លើគេហើយមើលទៅអញ្ចឹងកុំភ្លេចបងចាតើហ្នឹងក៏ប្រាប់ទៀតពេលហើយពួកតាពេលនេះគាត់ត្រូវបានគេហាមឃាត់លែងឲ្យថតហើយមិនអញ្ចឹងក៏សួរ
តែអន្តនេះក៏ឲ្យសួរតៃស្រីយើងទៅក៏ស្ដីឲ្យតៃស្រីយើងតបងអត់ទាន់សួរហេតុផលអីទេណាអ្នកទាំងអស់គ្នាបងប្រុសណក៏ជួយនិយាយឲ្យទៅប៉ាអត់ខឹងអីប្រហែលជារឿងនេះមានរឿងអាក្បាំងនៅពីក្រោយនឹងហើយគាត់និយាយរួចក៏បែរទៅសួរប្អូនស្រីឲ្យប្រាប់គាត់មើលថាវាមានរឿងអីឲ្យប៉ិតប្រកបក៏ចាប់ទៅតៃស្រីគាត់ក៏និយាយទៅបងប្រុសធំមានតែបងទេដែលល្អចំពោះខ្ញុំក្រៅពីនោះគ្មានអ្នកណាជួយចិត្តខ្ញុំទេនិយាយចឹងបងស្រឡាញ់ខ្ញុំមែនគាត់លើឲ្យក៏សំណាយគាត់និយាយទៅត្រូវបងប្រកាសជាស្រឡាញ់ឯងហីមិនបានចាញ់សួរអញ្ចឹងតៃស្រីគាត់ក៏ប្រាប់គាត់គ្រាន់តែគាត់ចង់ដឹងហេតុអ្វីបានជាមនុស្សម្នាក់ហ្នឹងគេល្អដាក់យើងប៉ុន្តែគេបែរជាមិនចូលចិត្តយើងបងនេះស្ដាប់ហើយក៏សួរថាបរិសម្នាក់ហ្នឹងជាពីណាតៃស្រីក៏ប្រាប់វិញទៅថាអត់មានអីទេនិយាយរួចគាត់ក៏ងើបដើរចេញប៉ុន្តែឪនេះក៏ស្រែកទៅណាយើងបញ្ជូនឯងទៅរៀននៅសាលាឲ្យរៀនធ្វើជាមនុស្សហើយឯងរៀនបានតែប៉ុណ្្នឹងទេហានិយាយទៅតានឹងអត់ស្គាល់ក្របានទេណាតាមិនចេះនិយាយល្អហ្នឹងតែគាត់ក៏ប្រាប់ទៅថាពីថ្ងៃទៀតគឺមានខួបអនុស្សាវរីយ៍របស់សាលា Linsington ហើយបើបញ្ជូនឲ្យតៃស្រីយើងទៅទាំងបែបហ្នឹងមិនខ្វះគេងាប់ទៅហើយទេកូននេះក៏ប្រាប់ទៅអញ្ចឹងបាច់ទៅទេនិយាយរួចក៏ដល់ទៅបានឯប្រពន្ធចង់មហាសានមានពឹសនេះក៏និយាយទៅថាបងកុំខឹងអីកូនវាមិនដឹងអីគេមិនដឹងទេថាការចូលរួមក្នុងពិធីនឹងវាលើកមុខលើកមាត់គ្រួសារវណ្ណៈខ្ពស់ប៉ុណ្ណាអីចឹងណាអូនិយាយមកគាត់ឡើងហោហែកូនមានអាជីវកម្មឬកូនរៀបការវាគឺស្ថិតនៅលើពិធីជប់លៀងនោះហើយអាតានេះដល់លឺចឹងហ្នឹងក៏ឃើញថាផ្សល់កូនស្រីមួយទៀតក៏ប្រាប់វៃឯងគឺជាក្តីសង្ឃឹមរបស់ប៉ាហើយអូអាចារ្យនេះដល់លឺចឹងហ្នឹងរៀបរករៀបពីក៏ប្រាប់ឪគេវិញទៅថាគេហ្នឹងមិនឲ្យគ្រួសារស៊ីខកបំណងជាដាច់ខាតឲ្យនេះញញឹមក្មួយវៃបន្ទាប់ពីសន្យាជាមួយប៉ាគេថានឹងធ្វើឲ្យបានល្អហើយគេក៏កាត់បីជារឿងអ្វីអាចបន្លំបានប៉ុន្តែរឿងសមត្ថភាពមួយគឺមិនអាចទេគេនឹងធ្វើខ្លួនលេចធ្លោនៅថ្ងៃនោះចាប់មើលទៅលោកមិញលោកដឹងជាពេញចិត្តគេជាមិនខានណាជឿជាក់ខ្លួនឯងសាហាអាចេចូលបន្តទៀតបងប្រុសទី4គេនេះរៀបនឹងចេញក្រៅប៉ុន្តែក៏ត្រូវបានបងធំគេមកដល់ក៏សួរតើឯងទៅណាយប់ស្មាននេះមិនឯងទៅក្លឹបទៀតហើយមែនអន្តនេះក៏និយាយទៅបើមិនឲ្យគេទៅក្លឹបគេទៅណាដឹងអត់គេជឿចាប់ប៉ុណ្ណាអ្វីដែលគេខំកសាងជាយូរបែរជាត្រូវមករលាត្រឹមតែមកប្រព្រឹត្តភ្នែកដោយសារតែក្មេងចង្រៃម្នាក់នោះតើបងនឹងហាបងស្រីបែបហ្នឹងក៏សួរតើឯងកំពុងតែនិយាយស្អីគេហ្នឹងគឺជាបងឯងដែរតើនេះបែរជាស្រ័យទាំងកំរល់មកតែម្ដងបងប្រុសខ្ញុំប្រាប់បងប្រមាណដងហើយថាគេហ្នឹងជាគេតកហើយគេក៏មិនមែនជាបងខ្ញុំដែរមិនមែនតែសារតែគេទេកុំឲ្យខ្ញុំមកក៏មិនត្រូវកំព្រាមឡើយដោយសពថ្ងៃហ្នឹងដែរឃើញតែប្អូននេះល្ងងមិនដឹងខ្យល់អីបងគេក៏សួរទៅចៃមានដឹងអត់ហើយអីបានជាម៉ាក់ហ្នឹងនៅបង្កើតប្អូនស្រីទៀតដឹងតែគាត់មានកូនដល់14នាក់ហើយកុំឲ្យយឺតយូរស្បិនយូរបងប្រុសគេហ្នឹងគេរៀបរាប់ពីដំណើរដើមតងទៅថាចាប់តាំងពីពេលដែលម្ដាយគាត់បង្កើតគេហើយហ្នឹងគាត់គឺចាប់ផ្ដើមចោះខ្សោយហើយដោយសារតែគាត់មើលកូនមិនបានសម្រាប់តែក្រោយមកគាត់បែរជាទម្ងន់គ្រូប៉ែតកណែនាំមិនឲ្យគាត់ហ្នឹងទុកកូនហ្នឹងទេខ្លាចវាប៉ះពាល់ដល់អាយុជីវិតតែដោយសារតែប៉ាហ្នឹងគាត់និយាយថាគាត់ចង់បានកូនស្រីឯងក៏និយាយដែរថាឯងចង់បានប្អូនស្រីយើងក៏និយាយដូចគ្នាដោយសារតែពេលហ្នឹងពួកយើងនៅក្មេងពេកពួកយើងមិនចាំបាននៅអ្វីដែលពួកយើងនិយាយទេប៉ុន្តែម៉ាគាត់តែងតែគិតពីរឿងហ្នឹងហើយដូច្នេះហើយទើបគាត់ហ្នឹងសម្រាប់ចិត្តបន្ថយជីវិតបង្កើតកូនស្រីម្នាក់នេះឲ្យបានដើម្បីឲ្យពួកយើងទាំងអស់គ្នានេះបន្ទាប់ពីស្ដាប់ការរៀបរាប់បងប្រុសគេហើយអន្តនេះស្វាងចេះត្មងយល់បានស្រាច់អញ្ចឹងមានថាពួកយើងប្រធមគេហ្នឹងក៏បញ្ជាក់បន្ថែមទៀតទៅត្រូវឲ្យសាយូគេគឺមិនបានខុសទេប្អូនគេនេះបន្ទាប់ពីដឹងថាខ្លួនឯងហ្នឹងតែងតែយល់ច្រឡំទៅឲ្យស្រីយើងកន្លងមកគេក៏និយាយទៅថាលើឲ្យគេធ្វើអីក៏បានដែរដើម្បីតែប៉ះបើសងទៅឲ្យស្រីយើងវិញធំគេហ្នឹងក៏ប្រាប់ទៅមិនអីទេអញ្ចឹងថ្ងៃស្អែកគឺជាថ្ងៃកម្មវិធីរបស់សាលាខ្ញុំបង្ហាញគ្រប់គ្នាបានដឹងថាសាយូគឺជាប្អូនស្រីរបស់ពួកយើងតែម្នាក់អូខេបងប្រុសគេហ្នឹងចាំតែជួយទេអូហូយបងប្អូនគេហ្នឹងចាប់ផ្ដើមជួយទៅឲ្យស្រីយើងណារឿងក៏កាត់មកដល់ថ្ងៃកម្មវិធីតែម្ដងគ្រប់គ្នាគ្រាន់តែឃើញរូបដែលបាក់តាំងនៅក្នុងកម្មវិធីនឹងហើយក៏បានសរសើរថាស្ដាប់សំជាមួយសាយូខ្លាំងមែនតើពីសរសើររួចអ្នករៀនម្នាក់ក៏និយាយទៅថាថ្ងៃនេះ Professor Sanvan ក៏មកដែរគ្រាន់តែនិយាយដើមតែស្រីយើងលុតផ្លែមកឃើញអ្នកខ្លះហ្នឹងអផងនឹងនិយាយប៉ុន្តែតែស្រីយើងអត់មាននិយាយរហណាចៃនេះគេនិយាយគេគឺចង់ជួប Professor Sanvan យូរហើយគេមិនដឹងទេណាថាតែស្រីយើងគ្រាន់តែងាកឃើញក៏សួរថាមកធ្វើស្អីខ្លាញ់ថាថ្ងៃនេះអត់មកណាអីមិនបានជាមកដល់កម្មវិធីអញ្ចឹងតែស្រីក៏និយាយទៅហើយតាមប្រកាសគាត់កំចង់មកដែរចិត្តគាត់ក៏គិតទៅបើកុំទៅហៅ Professor Sanvan ហ្នឹងគាត់ក៏មកដែរវិចារម្នាក់ហ្នឹងក៏និយាយថាតែស្រីស្លៀកពាក់អញ្ចឹងមិនចូលរួមក្នុងកម្មវិធីហ្នឹងនិយាយទៅស្រែដៀលយកតែមកទៀតម្នាក់អត់ខ្វល់ចាណាដៀលអីដៀលទៅប៉ុន្តែភ្លាមនោះបងតាំងពីគេក៏មកដល់គ្រាន់តែឃើញរូបនៅក្នុងកម្មវិធីហ្នឹងហើយធ្វើពួកគេហ្នឹងពិតជាភ្ញាក់ផ្អើលខ្លាំងមែនតើព្រោះថារូបហ្នឹងគឺជារូបមករបស់តួឯកស្រីយើងទុកឲ្យកូនស្រីគាត់អញ្ចឹងណាអាបងទី4នេះគាត់ទៅលឺហើយគាត់និយាយថាអីទេចាំគេទៅយកប្អូនស្រីយ៉ាឥឡូវគេមុំតបមកក៏ដល់ទៅកំរោលគាត់ទៅដល់
ហ្នឹងក៏แซกមកឡងតែมองថាមិនបានជាពីអ្នកម៉ែកូនហ្នឹងយករកដល់ម៉ាក់គេបសោះតឲ្យបងស្រីគេយកមកដាក់ក្នុងកម្មវិធីដេញថ្លៃអញ្ចឹងវិញក៏តបតាមមកស្មានតែម្ដងគេប្រាប់ទៅថាជារបស់គេតាដោយសារតែប៉ាគេហ្នឹងឲ្យគេហើយតែបងប្រុសធំគេក៏និយាយទៅថាមិនមែនទេដោយសារជាតៃស្រីយើងគឺជាកូនស្រីតែម្នាក់របស់គ្រួសារសើអញ្ចឹងហើយគឺជារបស់តៃស្រីយើងអញ្ចឹងណាយ៉ាអ្នកខណែចាប់5គិតទេណាអញ្ចឹងតែបងគេរៀងរោគមួយហ្នឹងអ្នកដែលជាម្ដាយឃើញតែគេហ្នឹងប្រូតូកូនស្រីមិនមកយូរទេក៏ម្ដងក៏ប្រាប់ទៅថាកូនគេគឺជាកូនស្រីតែម្នាក់របស់គ្រួសារសើអញ្ចឹងហើយគឺជារបស់វ័យត្រូវហើយប៉ុន្តែបងទី4គេក៏ព្រមគ្នាប្រកែកចុះប្រកែកឡើងធ្វើតៃស្រីយើងនេះមិនបានសុកបងទី4គេមកកាន់ជើងគេអញ្ចឹងគេក៏ប្រាប់ទៅតែគេចង់បានអាវហ្នឹងភ្លាមហ្នឹងក៏ស្រាប់តែគេប្រកាសចាប់ផ្ដើមកម្មវិធីដេញថ្លៃតែម្ដងគ្រប់គ្នាក៏បំបែករៀងខ្លួនទៅកម្មវិធីនេះប្រកាសក៏បានអរគុណទៅកាន់វ័យទៅដោយសារតែគេនឹងបរិច្ចាគរូបនឹងឲ្យទៅកម្មវិធីដើម្បីដេញថ្លៃដាក់លុយជាសម្រាប់ស្ទោះអញ្ចឹងណាអូម្ចាស់ហ្នឹងឡើងមានអំនួតតែម្ដងពីប្រកាសរួចគេនឹងក៏និយាយទៅការដេញថ្លៃរូបមួយហ្នឹងគឺចាប់ផ្ដើមពី5លានតែស្រៀងក៏និយាយទៅថារបស់គាត់នឹងដេញថ្លៃយកវាបានតែបងធំគេក៏ជួយនិយាយថាមិនអីទេចាំគាត់នឹងជួយបងស្រីអូមិនដឹងតែគេមានលុយប្រហែលទេណាអញ្ចឹងការផ្ដើមដេញថ្លៃហ្នឹងក៏ចាប់ផ្ដើមឡើងចាប់ពីថ្លៃ5លានទៅហើយដេញ10លាន15លានអូ20លានឡើងរហូតតែម្ដងបងធំគេនឹងរៀងសាក់ស្ទើរដោយសារតែលុយតិចដែរមិនហ៊ានដេញថ្លៃទៅមុខទៀតទេខ្លាចតែអស់លុយដែរក៏សួរប្អូនមិនមានលុយអត់បងអត់សល់តែ10លានទេឯងមានប្រហែលខ្ញុំ6លានទេបងនិយាយទៅមួយសាក់ស្ទើរលុយធ្វើតើស្រីយើងនេះឡើងតាំងទ្រូងធ្វើអីទេលុយឲ្យចាំគាត់ដេញលុយគាត់ក៏បានដែរគាត់ប្រកាសទៅថា30លានធ្វើឲ្យបងទី4គេនេះឡើងឆ្ងល់ហើយថាតើស្រីយើងសបលុយម៉េះបានមកពីណាយ៉ាខ្ញុំដឹងទេលុយមួយកណោនោះប៊ីតាការដាក់ដេញថ្លៃទី3ប៊ីនឹងស្រែកឡើងហើយប៉ុន្តែតើព្រៀងក៏ស្រែកទៅ50លានម្នាក់ឡើងមើលលន់តែម្ដងសូម្បីតែតើស្រីក៏ដូចដែរនិយាយថាខឹងមិននឹកស្មានតែគេដេញកាត់មកខ្លួនអញ្ចឹងណាពីអ្នកម៉ែកូននេះឡើងមិនគួរជឿតែម្ដងដល់អ្នកដែលមិនអស់ចិត្តហ្នឹងគឺអ្នកចូលរួមមកសរសើរថាតើព្រៀងពិតជាលុយខ្លាំងមែនតើចាយលុយដល់50លានដើម្បីទិញរូបតើអ្នកណានឹងបានទៅនោះលុយខ្លាំងមែនតើគ្រប់គ្នាឆ្ងល់យូរតែតើព្រៀងក៏បានប្រកាសហៅក្មេងចាំមកទៅសាយូនឹងមកចិត្តគាត់មកអីយ៉ាលេងចេញក្រាស់មុខគេហ្មងគេហៅឲ្យចាំការទោះជាខឹងក៏ទៅដែរទៅតែមិនចង់ណាក៏មើលមកហើយក៏សួរគេទៅថាគាត់នឹងមកធ្វើស្អីពូនេះក៏សួរម៉ែខឹងគាត់ទៀតមែនអីគាត់ថាខំចំណាយលុយទិញរូបហ្នឹងឲ្យក្មេងចំតូចឯងណាពូថារបស់ហ្នឹងជារបស់មានតម្លៃគាត់ថាមិននឹងអាចឲ្យទៅអ្នកដទៃបានទៅពូថារូបមួយនេះវាបញ្ជាក់ក្តីស្រឡាញ់របស់ម៉ាក់តាស្រីដែលមានចំពោះគាត់អូនិយាយឡើងហូហែអ្នកខ្លះហ្នឹងឃើញហើយហ្នឹងក៏បានអរគុណគេមួយតែជាកដោអ្នកដែលគេថាបហ្នឹងលក្ខាំងឲ្យហើយចំណាយគ្រប់គ្នាគ្រាន់តែឃើញហ្នឹងជាពិសេសគឺអ្វីហ្នឹងហ្មងខឹងយកតែមែនតែនម៉ារបស់អ្វីគេក៏សរសើរថាតើឲ្យព្រៀងពិតជាអស្ចារ្យខ្លាំងមែនតែនហ៊ានចំណាយលុយ50លានទៅទិញរូបនឹងឲ្យទៅខាងយូប៉ុន្តែម្ចាស់នេះក៏និយាយទៅថាលុយ50លានហ្នឹងមានឲ្យអស្ចារ្យព្រោះតែយ៉ាងណាក៏ដោយលុយហ្នឹងมันអាចជួយឲ្យ Professor Sunvan បាក់កន្លែងមន្ទីរពិសោធន៍គាត់បានទេគាត់តែនិយាយចប់យករបស់ដេញថ្លៃទី2មកគឺជារបស់ Professor Sunvan ដែលគាត់នឹងបានស្រាវជ្រាវតទៅនឹងកំតិចឯផ្កាយហើយតម្លៃចាប់ផ្ដើមពី10លានតែប្រយោជន៍នេះគាត់ក៏បានចូលរួមត្រេកអរ Professor Sunvan ដែលនៅចិត្តគាត់ទៅតែស្រីយើងក៏ប្រាប់ថាចាំមើលតែបន្តិចទៀតមានអីល្អមើលហើយមានអីពួកម៉ារបស់វ័យនៅពេលនេះក៏បានមកបញ្ចុះបញ្ចូលគេឲ្យដេញថ្លៃយករបស់នឹងទៅព្រោះថាបើយករបស់នេះបានដូចជាយកបានចិត្តរបស់ Professor អញ្ចឹងអាចារ្យនេះចូលមករំពេចក៏ដេញថ្លៃឡើង50លានពួកម៉ាក់គេក៏សរសើរថាអូម្ចាស់នឹងហ៊ានឲ្យលុយថ្លៃគេក៏បានប្រកាសទៅ50លានជាលើកទី1អ្នកលើកជើងក៏ចេះតែលើកជើងអ្វីទៅថាគេនឹងល្អអ្វីបែបគ្មានណាប្រកែកដូចអាចារ្យនេះក៏គិតថាតែប៉ុណ្ណេះគេយកចិត្តបាន Professor ឲ្យចាំមើលទៅគេនឹងធ្វើខ្លាំងប្រកែកប៉ុណ្ណោះតែប្រយើងមើលឃើញគេអីអូយនិយាយថាសប្បាយចិត្តនោះចំណែកឯអ្នកខ្លះទៀតនឹងកតែស្គរថាឲ្យតើស្រីយើងនឹងឃើញអត់ថាมันមានសមត្ថភាពស្មើវ័យផងមិនត្រឹមតែរកគេទិញឲ្យ50លាននឹងអស់ចាមែនបងទី4គេគ្រាន់តែលឺផ្ទះតុកម៉ាំងហើយថាគ្រប់គ្នាតែម្ដងថានេះដូចវាជ្រុលពេកហើយបតៃស្រីក៏ឆ្ងល់ហើយក៏សួរថាគេខឹងអីដែរបងគេក៏ប្រាប់ទៅគេថាបងដូចថាខ្លួនអញ្ចឹងពួកយើងជាបងប្អូននឹងគ្នាតែតៃស្រីក៏សួរក្រែងគេស្អប់ខ្លួនហីតែបងទី4គេក៏ប្រាប់ទៅតែអត់ទេពីមុនគាត់យល់ច្រឡំឥឡូវគេសុំឲ្យតៃស្រីលើកលែងទោសឲ្យគេមានអីបងអត់លើកលែងទោសឲ្យទៅបងគេក៏និយាយថាមិនអីទេចាំគេជួយដេញថ្លៃតែតៃយើងក៏ប្រាប់ទៅទុកលុយខ្លួនឯងទៅគាត់តែជាអ្នកដេញថ្លៃវិញគាត់ក៏ស្រែកឡើងទៅ60លានធ្វើអ្វីនេះគាត់ទៅលឺកំរោលមកត្មងងើបព្រោះមកក៏សួរទៅតាមម៉េចគេចង់ត្រាំខ្លួនទៀតហើយមែនហើយតៃស្រីក៏និយាយហើយយ៉ាងម៉េចគាត់ដេញថ្លៃមិនបានមែនកន្លែងនេះមានច្បាប់មានទ្រព្យឯណាអ្នកណាចង់បានអ្នកនឹងដេញថ្លៃហើយយ៉ាងម៉េចអ្វីដែលមិនចេះចាស់អ្នកដតៃនេះគេក៏ដៀលឲ្យតៃស្រីតែម្ដងថាមកដេញថ្លៃហ្នឹងមានលុយដែរអត់ហ្នឹងព្រោះថាការដាក់ដេញថ្លៃនេះគឺត្រូវទៅដកលុយសុទ្ធភ្លាមតែតៃប្រយើងគេនៅចិត្តហ្នឹងអូកា
ងមកព្រាមតែគាត់នៅទីនេះហើយគឺហេតុអីបានតាទៅឯស្រីគ្មានលុយទៅណូឬតែអញ្ចឹងម្នាក់នេះឡើងភ្ញាក់ផ្អើលដែរហើយតែស្រីដែលបានដៃនេះក៏និយាយទៅថាយល់ល្អស្បីៗគាត់បារម្ភពីខ្លួនឯងទៅគាត់ក៏ដេញឲ្យ100លានម្ចាស់ហ្នឹងក៏ដេញដល់200លានចេះតឡើងរហូតដល់មិញថងនេះក៏ប្រាប់ໄວៗថាបញ្ឈប់ត្រឹមហ្នឹងទៅដោយសារតែមានពូគេជួយសៅយូរហើយគេមិនអាចយកឈ្នះតែស្រីបានទេតែម្ចាស់នេះក៏ស្ដីមីងធានវិញថាគេមិនត្រូវការការណែនាំពីមីងធានទេໄວៗក៏និយាយទៅថាតែគេត្រូវលុកអីខ្ទេចជ្រក់ខ្ទីគេក៏ត្រូវតែយកឈ្នះបានដែរដោយសារតែគេត្រូវតែលើកមកគ្រួសារគេហើយនិយាយរួចក៏បានសួរម្ដាយនោះក៏លើកជើងកូន100លើ100ទៀតចុងក្រោយតែស្រីក៏ប្រាប់ទៅណែបើសិនជានាងត្រូវការមកអីទេនាងយកចុះខ្ញុំមកឲ្យនាងនិយាយរួចក៏អង្គុយចប់បាត់ហើយអ្នកប្រកាសហ្នឹងក៏ប្រកាសជាលើកទី1ទី2ទៅ200លានលើកទី3ផ្ទះពឹងឃើញតែបានទៅកាន់ໄວបាទໄວនៅពេលនេះគេសប្បាយចិត្តខ្លាំងមែនតើដោយសារតែគេអាចយកឈ្នះបានតើស្រីយើងហើយគេក៏បានអ្វីដែលគេចង់បានទៀតនោះពួកម៉ាក់របស់គេហ្នឹងក៏បានមកសរសើរໄວទៅថាគេពិតជាអស្ចារ្យខ្លាំងមែនតើចំណាយលុយ200លានដុល្លារត្រឹមតែមួយប្រព្រឹត្តភ្នែកអាចារ្យនេះគេមានអំណួតក៏ប្រាប់ថាទៅត្រូវហើយដោយសារតែគេគឺជាកូនស្រីតែម្នាក់របស់គ្រួសារសៅហើយក៏ជាពនាងតូចនៅក្នុងគ្រួសារចេះតែអួតចឹងណាហើយអ្នកសរសើរហ្នឹងក៏ចេះសរសើរទៅហើយអ្នកស្បាយចិត្តហ្នឹងក៏ចេះសប្បាយចិត្តទៅតាន់តិចទៀតដឹងទឹកភ្នែកឯនាងលៀមនួននៅលើវេទិកាហ្នឹងក៏ប្រាប់ទៅគេក៏មានរឿងសប្បាយមួយទៀតដែរព្រោះតា Professor សិនវ៉ាត់ថ្ងៃនេះគាត់គឺបានមកចូលរួមក្នុងកម្មវិធីដែរម្នាក់គាត់ទៅលឿនចឹងហ្នឹងចាប់ផ្ដើមងាករកមើលអីពីអ្នកបងប្អូននេះក៏និយាយគ្នាទៅគេបច្ចុប្បន្នដឹងខ្លាំងមែនតើថា Professor សិនវ៉ាត់ហ្នឹងជាប្រុសឬក៏ស្រីហើយបងធំគេក៏និយាយទៅថាប្រុសស្រីមិនសំខាន់ទេសំខាន់គេមានសមត្ថភាពរីឯសិស្សនេះកំពុងតែរំភើបរាប់ញ័រជាពិសេសវ័យដោយសារតែគេបានជួបផ្ទាល់តែប៉ុណ្ណេះគេនឹងបកគលអាក្រាស់នេះឲ្យគាត់សញ្ញេឲ្យសុំធ្វើជាសិស្សរបស់ Professor សិនវ៉ាន់ចឹងណាម្នាក់ក៏ជូនពរអាចារ្យហ្នឹងទៅហើយភ្លាមនោះភ្លើងក៏ដាក់ភឹងចំតែស្រីយើងតែមកហើយគ្រប់គ្នានេះនិយាយពីថាសប្រាយយកតែមែនតែនរាម្ចាស់ស្មីខ្លួនគេនេះក៏និយាយទៅមកអីទេគាត់ឡើងទៅវេទិកាហើយអូហូយធម្មតាស្អីគេសាយូហាមិនបានជាសាយូគឺជា Professor សិនវ៉ាន់ទៅវិញក្បាលម្នាក់នៅពេលនេះលោតសញ្ញាខ្សួយជាពិសេសគឺវ័យហ្នឹងហើយគេគឺនិយាយថាមិននឹងអាចទៅរួចប្រកាសជាមានអីខុសប្រក្តីហើយប៉ុន្តែតែស្រីគាត់ក៏បានធ្វើការស្វាគមន៍ទៅកាន់អ្នកទាំងអស់គ្នាទៅគាត់ក៏ណែនាំឈ្មោះតែគាត់ឈ្មោះថាសាយូឬក៏ហៅមួយឈ្មោះទៀតថា Professor សិនវ៉ាន់ចឹងទៅបន្ទាប់ពីណែនាំខ្លួនរួចគាត់ក៏បានអរគុណជាពិសេសទៅកាន់វ័យដែលបានដូណាត់លុយជាច្រើនទៅកាន់មន្ទីរពិសោធន៍របស់គាត់ចឹងណាវ័យនេះមិនជឿទេថាតើស្រីបោកប្រាស់មិនបានសម្ដែងធ្វើជា Professor សិនវ៉ាន់ចុះមកវិញភ្លាមមកលើតែគេថាខ្លួនចឹងហ្នឹងតែស្រីក៏សួរបកយ៉ាងចឹងចុកវិញទៅហើយអញថាយើងនឹងឯងមើលទៅខ្លួនឯងមើលអញជា Professor សិនវ៉ាន់មែនចាណែអាចារ្យហ្នឹងលឺហើយកំរល់ពងនឹងហក់ឡើងទៅបែកតែស្រីដល់លើឆាកប៉ុន្តែក៏ត្រូវបានគណៈកម្មការហ្នឹងស្រែកអាងយ៉ាងច្បាស់ទៅថាតើស្រីគឺពិតជា Professor សិនវ៉ាន់ដោយសារតែគេមានព័ត៌មានត្រឹមត្រូវអាចារ្យហ្នឹងលឺហើយធ្លាក់ថ្លើមក្ដុកត្មងទទួលយកបានទេតែការខិតខំប្រឹងប្រែងរបស់គេខ្លាចជាអាសាបងរកក៏ឲ្យទៅគេឥឡូវនេះលុយក៏ត្រូវដូណាត់ទៅកន្លែងគេទៀតតែស្រីក៏បានអរគុណទៅអាចារ្យនេះខឹងពេកទៅណានៅមានតកើតទៀតណាក្រត់ផ្ទះបាត់រកតាមគាត់មិនទាន់ដែរគាត់តែមកដល់ផ្ទះហ្នឹងខឹងអើយខឹងកាត់ខ្ទីអស់ហើយឪមកដល់គ្រាន់តែឃើញអាក្តាស់មួយស្លឹកនឹងអស់លុយមកកណោអូចាំកាលដាក់ផាច់ត្មងទៅហើយអាចទៅចំណាយលុយ200លានដោយសារតែមួយស្លឹកហ្នឹងមែនហើយខួរក្បាលឯនេះពោពេញទៅដោយមេរោគអីប៉ាមិនបានជាប៉ាវាយខ្ញុំចឹងពីមុនខ្ញុំធ្វើអីក្បាលមិនដែរវាយខ្ញុំទេតានេះក៏និយាយទៅតាមមកពីមុនហ្នឹងគាត់តែងតែម៉ែមីកូនហ្នឹងខុសឥឡូវនេះគាត់ឃើញច្បាស់ហើយតាកូននេះពិតជាចង្រៃមែននិយាយរួចក៏ផ្ទះមកកំភ្លៀងទៀតបងធ្វើស្អីហ្នឹងហ่าស្អីប្តីនេះក៏ដាក់ឲ្យទៅឥឡូវហ្នឹងអាតកូនឆាបរើបងវិញចាក់ចេញពីផ្ទះរបស់យើងឆាបតាហ្នឹងក៏បច្ចេកយ៉ាងច្បាស់ទៅថាពីអ្នកម៉ែកូននេះឡើងមានអីពាក់ព័ន្ធជាមួយគ្រួសារគាត់ទៀតហើយធ្វើឲ្យពីអ្នកម៉ែកូននេះរកតែបថោទេដោយសារតែពេលនេះគឺសល់តាវលីម្នាក់មួយទេបន្ទាប់ពីគេដេញចេញពីផ្ទះហ្នឹងក៏យកឲ្យតាំងដល់ចេញទៅបាត់ឯស្រីយើងនេះគ្រាន់តែឃើញកនិយាយទៅនេះគេហៅថាកម្មគឺបានមកពីអំពើអ្នកណាធ្វើអ្នកនឹងទទួលត្រូវអត់ហើយយើងនេះក៏តបទៅត្រូវហើយនិយាយរួចហ្នឹងក៏ឆ្លៀតសរសើរក្មេងតូចរបស់គាត់ទៀតហើយនិយាយពីរឿងលើកជើងគ្មានណាប្រកែកដូចជាយើងទេប៉ុន្តែពេលហ្នឹងក៏សាប់ទៅឯស្រីក៏បែរទៅសួរមីងធានទៅថានៅពេញចិត្តវៃអត់គាត់ក៏ប្រាប់ទៅថារឿងគេនេះជាមួយនឹងវៃគ្រាន់តែគេយល់ច្រឡំទេឥឡូវគេយល់ច្បាស់ហើយពូដែលនៅចិត្តហ្នឹងក៏លួចសរសើរក្មួយតិចទៅតែមិនល្ងងឯណាក៏ស្រាប់តែក្មេងច្បាស់តូចយើងនេះបបួលមីងធានធ្វើសង្សារត្មងអ្នកខ្នះគ្រាន់តែលឺបាក់ភ្នែកឡើងប៉ិនប៉ងទៀតឡើងវិញនិយាយថាពីចង់ហោះទៅស៊ីចុងផ្លិតអស់ហើយងាកមើលពូបដើភ័យបដើតើស្រៀងឆ្ងល់បដើថាកាត់អីមើលទៅដូចឃើញខ្មោចអើយអានេះភ័យជាងមើលឃើញខ្មោចទៀតនិយាយមិនតាន់ណាណីទេក៏ប្រាប់គេទៅធ្វើការទេតែគាត់នឹងខ្លួនហ្នឹងមិនអាចខ្លាចជាសង្សារគ្នាបានទេកុំយកឈ្មោះគេមកលេងសាច់គាត់ធ្វើសង្សារខ្ញុំតែមានកាត់អីអត់កាត់ទេទៅលេងបានអីត្រូវ
តបាត់សៀវយើងនេះចាប់5ខឹងហើយកសួរថាមិនបាននិយាយអញ្ចឹងតើស្រៀងក៏និយាយទៅថាបើគេមិនស្រាញ់ខ្លួនគេមិនទៅសុំអ្នកដតីធ្វើសង្សារឲ្យកាត់អីគេថាខ្លួនអត់ពេញចិត្តគេណាអីមិញលោកយើងនេះគេថ្ងៃបានត្រឹមតែចាប់គេបើនឹងឡានក៏និយាយតែគេមិនចង់ឲ្យស្រៀងធ្វើអញ្ចឹងទេក្នុងចិត្តអាចារ្យនេះនិយាយថាខូចប៉ុណ្ណេះមកគេរកសង្សារបានតែក្រៅផ្នែកគេត្រូវក៏បានដែរម៉ែបងទៅរកប្រុសផ្សេងទៀតមែនដល់គេសួរចំអញ្ចឹងទៅស្រៀងនឹងឆ្ងល់ថាមិនបានគេដឹងតែគាត់គិតអីសៀវយើងនេះក៏ប្រាប់ទៅថាគេនឹងរស់នៅជាមួយស្រៀងយើងនោះណាឲ្យគេមិនដឹងមែនតែគេគិតអីគេចង់បានអីដល់ពេលគេដាក់ចំអញ្ចឹងទៅស្រៀងនេះក៏យល់ព្រមស្រាប់គេទៅតែព្រាក៏គម្រាមទៀតហ៊ានតែមិនស្រាប់គាត់តែប្រុសផ្សេងណាងើបមិនខានទេអីយ៉ាលេមែនតែតាពូដល់ពេលដាក់ឡានតាមផ្លូវនេះកូនចៅគាត់តែឃើញមេនេះក៏សួរថាមេកាត់ស្អីបានមើលទៅទ្រង់ជាភ័យញាក់ញ័រស្បើម្ល៉េះមេគេនេះក៏ប្រាប់ថាគាត់មើលទៅមិនក្លាហានដោយអ្វីដែលគាត់បានគិតទេតែកូនចៅក៏និយាយថាមេមិនក្លាហានមិនជួបរឿងឧបសគ្គឡើងមកកណ្ដោម្នាណៃមិនដែលខ្លាចផងឥឡូវនេះមកខ្លាចស្អីគាត់ក៏ប្រាប់តែគាត់ក៏មិនយល់ដែរតែគាត់ដឹងខ្លួនឯងច្បាស់ណាស់ថាឥឡូវនេះគាត់គឺគ្មានភាពក្លាហានគ្រប់គ្រាន់ទេជាពិសេសហ្នឹងគឺគាត់មិនអាចមើលឃើញតួស្រីយើងហ្នឹងបានទៅអ្នកដតីជាដាច់ខាតទីបំផុតគាត់យល់ពីអ្វីដែលកូនចៅគាត់បាននិយាយឯណែតតែអញ្ចឹងបានភ្លឺភ្នែកអញ្ចឹងយើងក្លេមមកមើលវៃនៅពេលនេះវិញទៅកំពុងតែអង្គុយស្មើស្មានតែចាំមានធៀងគាត់តែឃើញគេមកដល់ហ្នឹងក៏លត់វឹបទៅដល់ក៏សួរគេថាខ្លាចគេហ្នឹងពេញចិត្តខ្លួនអីឥឡូវខ្លួនព្រមស្រឡាញ់គេហើយចង់រៀបការថ្ងៃស្អែកជាមួយគេក៏បានដែរប៉ុន្តែមានធៀងនេះក៏ប្រាប់ទៅថាគេហ្នឹងមិនបានពេញចិត្តវៃទេវៃមិនជឿជាដាច់ខាតមិនបានទៅជាអញ្ចឹងម៉េចមានធៀងហ្នឹងស្រឡាញ់សៅយូមែនមិនបានគ្រប់គ្នាទៅស្រឡាញ់នឹងសៅយូហ្នឹងអញ្ចឹងចាខ្លាចណាស់ទៅណាបងទទួលស្គាល់ណាមានធៀងនេះលឺហើយបានត្រឹមទៅហួចចិត្តទេក៏ប្រាប់ឲ្យម្ចាស់ហ្នឹងទទួលស្គាល់ការពិតទៅថាខ្លួនហ្នឹងអន់ជាងសៅយូគេក៏ប្រាប់ទៀតទៅបើសិនជាម្ចាស់ហ្នឹងព្រមបោះបង់ម្ចាស់ហ្នឹងប្រកាសជាអាចរីចម្រើនទៅមុខតាចាស់នេះដាច់ខានថាគ្រប់គ្នាណាមិនបានទៅជាកិនអញ្ចឹងគេល្អគេហ្នឹង the best គិតតែខ្លួនឯងទៅល្អតែខ្លួនឯងទៅដល់ឃើញថាម្ចាស់ហ្នឹងងប់ងល់នឹងខ្លួនឯងពេញវិញទៀតក៏មិនដឹងត្រូវនិយាយទៀតដែរគាត់ក៏ដែរចេញទៅបាត់ទៅព្រាមនោះម៉ាក់ខែក៏មកដល់ក៏សួរកូនទៅថាយ៉ាងម៉េចអីអូខេអត់ហើយទេកូនមកគ្រប់គ្នាមិនត្រូវការកូនក៏នៅមានម៉ាក់ដែរម្ចាស់នេះក៏និយាយទៅថាគេហ្នឹងមិនឲ្យតែស្រៀងរួចខ្លួនជាដាច់ខាតនឹងតែគេចង់ធ្វើអីទេរឿងក៏បានកាត់មកដល់ពេលព្រឹកប្រលឹមដល់ស្រស់ស្រាយគ្រាន់តែស្រៀងក្រោកមកហ្នឹងក៏ស្រាប់តែឃើញថាផ្កាស្គូស្គីពេញផ្ទះតែម្ដងកំពុងតែឈរមើលសុកក៏ស្រាប់តែលឺសំឡេងអ្នកខ្លះសេកមកពីចម្ងាយដល់មើលទៅក៏ឃើញថាជាទៅព្រាសួរគេតែបងទៅថាមកទីនេះធ្វើស្អីស៊ីអូយើងក៏ប្រាប់ថាទៅយកគេតាមសន្យាហើយគាត់ឯងស្រៀងក៏ឆ្ងល់សន្យាអីសន្យាថាយកគាត់ទៅកន្លែង agency វិញមែនហ្នឹងមិនបាច់ទេដោយសារតែពេលនេះគាត់គឺបានដូរចិត្តទេគាត់ខ្លាចជា professor ផងខ្លាចជាអ្នកគូគំនូដល់ល្បីផងមាន fan មកកណោឬតែអញ្ចឹងស៊ីអូយើងនេះក៏ប្រុងយកដៃទៅលេងជាមួយគេតែគេមិនឲ្យគាត់ក៏និយាយទៅអញ្ចឹងគាត់សុំធ្វើជា fan ម្នាក់បានដែរអត់តែចានេះស្ដាប់ឲ្យដោយអាម៉េចទេក៏សួរគេទៅថាថ្ងៃនេះលេបថ្នាំខុសមែនហើយស្រីយើងថាមិនក៏ទេសុកនេះមកសុំកូនកំងគេធ្វើជាសង្សារអីណាណៃនេះតែស្រីយើងស្រាប់លឺឲ្យរឿងអំពើផ្ដាច់ហ្នឹងប៉ុន្តែក៏ប្រឹងទប់ចិត្តកាន់និយាយទៅកន្លែងថាមុនហ្នឹងលោកអត់បានសាំងខ្ញុំអីថាខ្ញុំដឹកខ្យល់អីនិយាយទៅអត់មានទេបងពីរនាក់ឈរមើលឡែអត់តិចនេះក៏ចេះតែសុំទោទៅតែលើកលែងទោគេម្ដងទៅលើធ្វើសង្សារគេបានអត់តែស្រីក៏និយាយទៅបើថាចង់គេលើកលែងទោមកទៅបាក់តិចអីបងប្រុសកំប្រាប់ណាថាអ្នកទាំងពីរគេកំពុងតែញ៉ាំគ្នាអើយប្រងអត់ទៀតបងប្អូនហ្នឹងកំពុងជជែកគ្នាមិនដឹងទេថាមានជនទី3ហ្នឹងនៅក្នុងឡានកំពុងតែមើលពីចម្ងាយដែរគេមិនសប្បាយចិត្តទេនៅពេលដែលឃើញតួស្រីយើងហ្នឹងទទួលបានអ្វីៗគ្រប់យ៉ាងដែលជារបស់គេអញ្ចឹងហើយគេត្រូវតែឲ្យតួស្រីយើងស្លាប់ណានិយាយរួចក៏ជន់ឡានវឹងទៅអ្នកក្នុងគ្រាន់តែឃើញគ្រុញតួស្រីយើងចេញមានអីម៉ាំងខ្ពកបានស្រាប់កាលហ្នឹងដែរហ្នឹងក៏ល្បេះល្បោចេញហើយតួស្រីគ្រាន់តែឃើញនេះក៏រត់ទៅមើលបងគេហ្នឹងក៏រត់មកដូចគ្នាតួស្រីនេះស្រីហៅគេឡំប៉ាលឹកពេញហ្នឹងហើយចំណែកឯមេចាដែលបុកនេះគេហ្នឹងក៏ភ័យដែរមិនអាចទទួលយកបានទេរត់ទៅបាត់ឃើញតែឈាមហ្នឹងតួស្រីភ័យតែមែនតែនក៏ប្រាប់ឲ្យបងគេហ្នឹងហាឡានពេទ្យមកចុងក្រោយមានអីមកពេទ្យបានស្រាច់ទាំងឯងជ្ររងចាំពេទ្យបដើភ័យបដើមិនដឹងថាតើប្រយើងយ៉ាងម៉េចម៉ែទេព្រោះថាចូលវះកាត់រៀងយូរដែរហើយគូពេទ្យគ្រាន់តែចេញមកដល់តើស្រៀងក៏ទៅសួរថាយ៉ាងម៉េចឯងពេទ្យក៏ប្រាប់ទៅថាអ្នកជំងឺហ្នឹងរួចផុតគ្រោះថ្នាក់ហើយប៉ុន្តែស្លាប់មិនដឹងថាដឹងខ្លួនពេលណាវិញទេលឺឲ្យតើស្រៀងទទួលយកមិនបានទេបងគេឃើញតែបងមិនស្រួលក៏សួរទៅថាយ៉ាងម៉េចឯងកុំខ្លាចមានបងនៅទីនេះហើយគ្រប់យ៉ាងគ្រាន់តែជាការយល់ច្រឡំទេចាប់ពីពេលហ្នឹងទៅបងនឹងមើលថែឯងបងនិយាយបងប្អូនមិនខ្វល់ដែរនៅពេលនេះដោយសារតែគាត់ហ្នឹងកំពុងតែបារម្ភរឿងតើប្រយើងអូគេគឺជាមនុស្សខ្លាំងពូកែណាស់មិនថាគេមិនអាចមិនដឹងខ្លួនបានទៅកំពុងតែលូឲ្យម្នាក់ឯងសុកហ្នឹងហើយគេស្រាប់តែនឹកឃើញម្ដងថាគាត់ទៅណាទេក៏បានបោះមកឃើញខាងវៃណែវិញកំពុងតែភ័យហើយចង់រត់គេចអីម្ដាយនេះក៏ពយោប្រាប់កូនទៅថាមិនអីទេតែ2ឆ្នាំទៅណាគ្រប់គ្នាផ្លេចគេនឹងកាយវិលត្រឡប់មកវិញបានហើយដែរចាំមកបានលុយមកពីណាតម៉ែនេះក៏និយាយទៅថាគេនឹងធ្វើគ្រប់យ៉ាងដើម្បី
បៃកូនគេធ្វើយ៉ាងម៉េចឲ្យតែកូនគេនៅពេលនេះគឺមានសុវត្ថិភាពទៅបានហើយនាងសាយូចាំសងសឹកពេលក្រោយកំយឺតដែរទៅពេលក្រោយគ្មានទេព្រោះថាពេលនេះតៃស្រៀងគាត់បានមកដល់ហើយក៏បានបញ្ជាកូនចៅនឹងចាប់ម៉ែកូនពីរនាក់នឹងយកទៅតមកចាប់ម៉ែកូនពីរនាក់នឹងបានហើយតៃស្រៀងបានមកដល់វៃគេស្ដីឲ្យតៃស្រៀងថាជាឆ្កែឈួតតែគេនឹងកំពុងតែចង់ធ្វើស្អីតែតៃស្រៀងអត់និយាយណាម៉ែគេនេះក៏សុំបង្វល់តៃស្រៀងដោះលែងពួកគេទៅយ៉ាងម៉េចក៏ដោយក៏ជាគ្រួសារនឹងគ្នាដែរតៃស្រៀងគាត់ទៅលឺថាពាក្យគ្រួសារនឹងគាត់ក៏និយាយទៅគាត់គឺមានគ្រួសារតែមួយទេដោយសារតែឯងថ្ងៃមាននឹងធ្វើឲ្យមនុស្សដែលគាត់នឹងស្រឡាញ់បាត់បង់ជីវិតតែម្ចាស់នេះក៏សុំបង្វល់តែគេឈប់ធ្វើអញ្ចឹងទៀតអីចង់និយាយថាមកដល់នាទីនេះមើលទៅតៃស្រៀងគាត់គឺលែងលើកលែងទោសឲ្យហើយដោយសារតែវាច្រើនហើយដែរគាត់ក៏ឲ្យកូនចៅចាប់ការតែម្ដងតែយាយនេះក៏ចាប់ជើងឲ្យសុំបង្វល់ឯងស្រីយើងមិនត្រឹមតែមិនស្រាប់ទេក៏គៀសចេញទៀតគាត់ទៅបានមកដល់ទទួលបានទូរស័ព្ទពីខាងមន្ទីរពេទ្យថាឲ្យទៅជាបញ្ញាប់ខាងនេះគាត់ទៅលឺនឹងទៅដល់វឹងឃើញថាក្រែមទីពេទ្យនឹងឆ្លាស់ថេងគាត់នេះប្រហោងពោះផ្ដាហើយព្រាមនោះគ្រូពេទ្យដាក់មកដល់ក៏ប្រាប់ទៅថាអ្នកជំងឺនៅក្នុងបន្ទប់នឹងគេបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយអញស្អីគេស្លាប់ណែទទួលយកមិនបានទៅណាអ្នកដល់របស់តៃស្រីយើងពេលនេះមិនដឹងថាត្រូវប្រមាណលានកបិតហើយទេអាមនុស្សកំពុងតែសែតចឹងហើយហ្នឹងក៏ស្រាប់តែឃើញគេរុញអាសាសពកាត់តាមនឹងទៀតដៃនេះញ័រទៅទឹកមិនហ៊ានមើលមុខគេទេបានត្រឹមតែយំជេរគេថាគេហ្នឹងជាមនុស្សកុហកគេហ្នឹងមិនបានជាសន្យាមួយខ្លួនឲ្យធ្វើមិនបានបដាជេរគេបដាវាយគេបដាមិនដឹងតែអាម្ចាស់នោះនៅណោហើយអ្នកស្លាប់ហ្នឹងមិនដឹងបដាគេទេឲ្យតៃស្រីយើងដាក់ប៊ូលូបញ្ចេញអារម្មណ៍លេងទៅនៅពេលហ្នឹងតៃស្រីយើងក៏សារភាពពីអារម្មណ៍របស់គាត់តាំងពីនៅតូចតែគាត់ទៅជួបទៅអីប្រយើងដំបងមកម្លេះចាប់តាំងពីពេលដែលគេចង់ស្បែកជើងឲ្យគាត់ហើយគេហ្នឹងប្រាប់ខ្លួនថាឲ្យខ្លួនហ្នឹងរៀនជំនាញឲ្យបានល្អទៅចាប់ពីពេលហ្នឹងទៅគឺគ្មានណាគេប៊ូលូគាត់ទេហើយប្រពេលដែលគាត់មានអារម្មណ៍ថាសេតតែងតែមានតែប្រយើងហ្នឹងជាអ្នកព្រៀនគាត់ឲ្យធ្វើអីឆ្ងាញ់គាត់ញ៉ាំហើយគ្រប់ពេលដែលគេប៊ូលូគាត់គឺតែងតែមានតែប្រយើងហ្នឹងនៅក្បែរគាត់ជានិច្ចឥឡូវនេះគាត់ទៅទៅយល់ច្បាស់ពីអារម្មណ៍គាត់តែមានចំពោះទៅអីប្រយើងតែទៅគាត់ស្រឡាញ់គេឥឡូវហ្នឹងគាត់ធ្វើក៏បានដែរតែប្រយើងនឹងខ្លួនមកវិញនិយាយតែមនុស្សសោកស្ដាយណាទាំងអស់គ្នាព្រោះមិនទាន់បានសារភាពពីអារម្មណ៍តែខ្លួនណាមានចំពោះគេស្លាប់ចោលបាត់នោះឥឡូវនេះគាត់សុខចិត្តធ្វើជាសង្សាររបស់គេឲ្យតែគេហ្នឹងដឹងខ្លួនមកវិញអ្នកខ្នោះគ្រាន់តែលឺអញ្ចឹងហ្នឹងដើរមកភ្លើមហើយក៏សួរតែស្រីយើងទៅថាមុនហ្នឹងអ្វីដែលនេះនិយាយគឺជាការពិតទាំងអស់ដែរល្អអ្នកខ្នោះគ្រាន់តែឃើញគេហើយនិយាយថាទឹកថ្ងៃលេងលងទៀតហើយរំភើបនោះក៏សួរគេតាមពិតទៅលោកគឺតែតៃប្រយើងឥឡូវតែរំភើបពីសម្ដីតៃស្រីយើងសារភាពមុនហ្នឹងផងក៏សួរបញ្ជាក់បន្ថែមទៀតថាអ្វីដែលនាងស្រឡាញ់ខ្ញុំពិតទាំងអស់ទៅអត់ណែហើយឡើងមកសួរអញ្ចឹងគេសារភាពឡើងខ្ទេចគ្មានសល់ទេណាសួរច្រើនពេកនេះអ្នកខ្នេះខឹងផងនោះដាក់បដៃកដាលធំបងទៅពីស៊ីម្ដាយរបស់កូនកំមុំគេហើយធ្វើឲ្យអ្នកខ្លះនេះក៏លេចស្នាមញញឹមមកហើយក៏ចាប់តៃស្រីយើងអោបត្មងទៅតាហ្នឹងទឹកផ្ដេចាប់បានហូរមកទៀតហើយពួកវាកោក្លាយខ្លាំងមែនតែនការអោបមួយនេះហើយបងទាំងពីរអ្នកដែលឈរមើលនេះក៏សប្បាយចិត្តដែរតែប៉ប៉នេះគាត់គឺអស់ក្តីបារម្ភចំពោះប្អូនស្រីអីរឿងក៏បានកាត់ទៅដល់វគ្គពិសេសតែម្ដងតែដល់យើងទាំងពីរទឹកដៃគ្នាជាត្រសងបណ្ដាគ្នាបណ្ដាញញឹមដាក់គ្នាបណ្ដាភ្ញៀវកិត្តិយសនឹងក៏ទេដៃចូលរួមត្រេកអរចំពោះអ្នកទាំងពីរទៅគ្រាន់តែដើរមកដល់ឆាកភ្លាមមិនទាន់បាននិយាយផងឃើញតែប្រពន្ធនេះអត់ចោលច្រឹកសោះអារឿងអត់ចង់ខ្សែស្បែកជើងប្តីនេះក៏ចង់ឲ្យត្មងទៅបងប្រុសនេះក៏លេចនៅស្នាមញញឹមយ៉ាងមានក្តីសុខជំនួសប្អូនហើយរឿងក៏បញ្ចប់នៅត្រឹមនឹងដែរអ្នកទាំងអស់គ្នាអរគុណច្រើនសម្រាប់ការទស្សនាអញ្ចឹងកុំភ្លេចក៏បានលេងជាមួយadminម្នាក់មួយផងណាถ้าចង់មើលរឿងអីបន្តទៀតហ្នឹងហើយបាយបាយ